នៅព្រឹកក្នុងប្រទេសកម្ពុជាក្រោយបញ្ចប់ការប្រកួតប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតជាទីណាទូរទស្សន៍សូនតារាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្ដាត់កំណត់វាមានគ្រឿងខ្លែងតែមួយទេគឺឆ្លើយតបទៅនឹងប្រិយមិត្តណាកម្ពុជាសកលខ្ញុំ CPP ដែលគាត់ comment ម្សិលមិញទៅលើទំព័រ Facebook របស់ខ្ញុំប៉ុន្តែខ្ញុំភាគច្រើនគេ comment ខ្ញុំអត់តបដូចសម្ដេចសម្ដេចក៏តបបើខ្ញុំមើលចំណុចណាសំខាន់ខ្ញុំទុកយកមកនិយាយនៅក្នុងគ្រឿងខ្លែងបើសម្ដេចក៏តបប៉ាំងតែម្ដងបងប្អូនថ្ងៃនេះប្រធានបទទី1និយាយពី comment ដែលគាត់តបតែសូនតារាដូចគ្នាណាសូនតារាផ្ញើសារផ្ញើអីហ្នឹងអត់ទេប៉ុន្តែហ៊ុនសែនគាត់អត់ពេលដែលគាត់តបក៏គាត់អត់យកអាហ្នឹងមកគាត់អត់យកអាហ្នឹងមកបង្ហោះដែរគឺអ្នកដតីដែលគេចាប់ comment គាត់បានហ្នឹងយកអា comment របស់គាត់មកបង្ហោះប៉ុន្តែខ្ញុំមិនដែលយក comment របស់បងប្អូនណានេះ screenshot comment បងប្អូនណានិងសាររបស់បងប្អូនណាយកមកបង្ហោះឡើយឥឡូវយើងថាអំបញ្ញខ្ញុំថាមានគ្រឿងខ្លែងមួយឥឡូវមានគ្រឿងខ្លែង2ទៅចុះInaro គ្រឿងខ្លែងទី1យើងអំពី comment និងការផ្ញើសារបងប្អូនតាំងពីមើលទូរទស្សន៍សូនតារាឬក៏តាំងពីស្គាល់សូនតារាមកបើយើងនិយាយទៅបងប្អូនខ្លះជាង10ឆ្នាំហើយបងប្អូនមានដែលឃើញខ្ញុំ screenshot ឬក៏ថតសារថត comment របស់ប្រិយមិត្តណាម្នាក់មកបង្ហោះទេអត់ទេសារខ្ញុំធ្លាប់ប្រាប់ធ្លាប់និយាយច្រើនដងបងប្អូនដែលផ្ញើសារមកខ្ញុំគឺអស់ត្រឹមខ្ញុំហ่ะមានន័យថាខ្ញុំជាមនុស្សសូសាមរីដែលអាចជឿជាក់ទុកចិត្តបានបងប្អូនជឿសូនតារាគឺមិនដែលខកចិត្តទេអ្នកណាគ្មាននរណាម្នាក់ដែលត្រូវបានជឿសូនតារាហើយទៅជាខកចិត្តទេអត់ដែលមានទេបងប្អូនណាអញ្ចឹងបងប្អូនអាចផ្ញើសារមកខ្ញុំបានសួរសំណួរឆាលីបុនឬក៏សារសម្ងាត់អាត់កំបាំងគឺប្រិយមិត្តនឹងមិនត្រូវបានទម្លាយទៅណាទាំងអស់មានន័យថាខ្ញុំជាមនុស្សដែលមានឯកជនភាពនិងមានការគោរពណាអ្នកដតីឥឡូវខ្ញុំសួរមួយឧទាហរណ៍ថាបើសិនជាយើងយកសាររបស់អ្នកដតីដែលគេផ្ញើទៅហើយគេ comment នៅលើទំព័រ Facebook របស់យើងវាពិតមែនយើងគ្រាន់តែចង់បញ្ជាក់ថាយើងសម្បើមយើងមិនមែនចេះថាយើងខ្លាចគេថាយើងនឹងកុហកអាពាក្យគេហ្នឹងខ្ញុំមិនដែលខ្លាចទេណាខ្ញុំចំណាំតែនិយាយហើយ TV ផ្សេងគេថាសុំគេថាហានតែពេលខ្លាចគេថាចេះតែខ្ញុំថាគេហ្នឹងពីណាគេអាមិនចុះគេមិនដែលខ្លាចខ្ញុំថាអាហ្នឹងគឺចំណុចមួយបងប្អូនពិចារណាតាមបែបចិត្តសាស្ត្រនៅពេលណាដែលយើងយក comment ណាថត comment របស់នរណាម្នាក់សម្បត្តិបាត់ហ្មងនឹងសារនរណាម្នាក់យកទៅបង្ហោះគ្រាន់តែចង់អួតខ្លួនយើងថាយើងនឹងនិយាយមានផុសតាំងចុះអ្នកដែល comment អ្នកដែលផ្ញើសារគេមានអារម្មណ៍យ៉ាងដូចម្ដេចសុផាន់រិទ្ធអង្គអត់អីទេប៉ុន្តែគេក្រែងរកឯងញញើតលើកក្រោយគេលែងហ៊ានផ្ញើសារទៅហើយយើងជាមនុស្សដែលគេដកសេចក្តីទុកចិត្តណាប្រហែលភាគរយយ៉ាងច្រើនក៏គេដកត្រឹមតែ 10% ក៏យើងណាបាត់បង់ទំនុកចិត្តពីគេដែរអញ្ចឹងបានជាសូនតារានេះអ្នកណាផ្ញើសារមកគឺមិនដែលឃើញខ្ញុំនិយាយចុះប្រតិបត្តិទៅនឹងគ្រឿងខ្លែងប្រធានបទទី1ដែរប្រធានបទទី1នោះគឺសារ comment ហ្នឹងឯងណាអញ្ចឹងខ្ញុំសួរបងប្អូនថាមិនដែលឃើញតតសោះអាហ្នឹងគ្រឿងខ្លែងទី1ខ្ញុំនិយាយពីផ្សារក្រោមជាងរំស៊ីជម្រៅបន្តិចបងប្អូនអានេះវាជាតម្លៃនៃមនុស្សទៀតណាមួយទៀតខ្ញុំបើនេះពីមុនឥឡូវក៏នៅតែប្រកាន់ដដែលអារម្មណ៍ឯណានរណាដែលរអ៊ូដាក់ Facebook ច្រើនមានអីបន្តិចយកទៅនិយាយក្នុង Facebook មានអីបន្តិចសរសេររអ៊ូក្នុង Facebook មានអីបន្តិចណាប្រាប់ប្តឹង Facebook អានឹងខ្ញុំជាទូទៅមិនតំណាក់តំណងជាមួយមិនតំណាក់តំណងមែនទេហើយបងប្អូនណាខ្ញុំឲ្យយោបល់ចេះព្រោះខ្ញុំសូម្បីតែ comment សប៉ាន់រិទ្ធអង្គសូសាមរីខ្ញុំមិនតបមិនមានន័យទេមានន័យថាខ្ញុំអត់មានពេលហើយបើសិនជាខ្ញុំតខ្ញុំទៅតច្រើនគ្នាខ្ញុំមិនតតែម្នាក់ទេអញ្ចឹងខ្ញុំអត់មានពេលវេលាខ្ញុំគ្រាន់តែមើលចោះដោយសារតែ comment វារាប់រយរាប់ពាន់ពេកបងប្អូនឥឡូវសូមឲ្យមេរៀនមួយមិនសម្រាប់ខ្ញុំទេមនុស្សណាដែលពូកែប្តឹង Facebook អឹងពិសិដ្ឋចូលបងប្អូនប្រយ័ត្នប្រយែងណាថ្ងៃនេះគេប្តឹង Facebook ពីអ្នកនោះថ្ងៃស្អែកគេនឹងប្តឹង Facebook ដកក្រឡាហមនេះទៀត90%ពីបងប្អូនជាក់ជាមិនខានជាឲ្យផុតប្តឹង Facebook មានន័យថាបើនិយាយរឿងសង្គមរឿងមានប្រយោជន៍ចូលយើងតំណែងចុះប៉ុន្តែបើមនុស្សចូលចិត្តនិយាយរឿងអារម្មណ៍របស់ខ្លួនឯង
អារម្មណ៍ស្អីចំណាំអារម្មណ៍របស់ខ្លួនឯងទៅដាក់នៅក្នុង Facebook ជាទស្សនៈនិងយោបល់របស់សូនតារាគួរតែនៅឲ្យឆ្ងាយបន្តិចកុំសូវជជែកកិច្ចការសំខាន់ពេកមនុស្សនោះគឺអត់មានណាសេចក្តីថ្លៃថ្នូរនិងអត់មានការសម្ងាត់សម្រាប់ឯកជនភាពទេអញ្ចឹងអានឹងគឺជាយោបល់របស់សូនតារាមួយទៅកាន់កូនសិស្សថ្ងៃនេះយ៉ាងហើយណាបងប្អូនបានដឹងអានឹងហើយប្រយ័ត្នប្រយែងបងអត់សូវខុសទេណាមើលដូចគ្នាអញ្ចឹងនោះណាដែលពូកែប្តឹង Facebook ប្តឹងមិនប្តឹងអារម្មណ៍ខ្លួនឯងខ្ញុំនិយាយមិនសំដៅទៅរឿងប្រទេសជាតិមិនសំដៅទៅរឿងណាគឺចែកចាយព័ត៌មានសូម្បីអ្នកខ្លះណាឈឺថ្មិញបងប្អូនក៏ប្តឹង Facebook ដែរមែនទេអ្នកខ្លះបើមិនប្តឹង Facebook ក៏ឌៀមតាមដែរអ្នកអត់និយាយចំឈ្មោះយើងណាងូនអារិនក៏ឌៀមតាមដែរឌៀមតាមចុះឌៀមតាមឡើងហ្នឹងវាឆ្លោះគ្នាដំបូងនិយាយអត់ចំឈ្មោះទេណាមានខ្លួនទៅមានខ្លួនមកតែឆ្លោះគ្នាបែកម៉ាំអ្នកដែលនិយាយប្តឹង Facebook អំពីអារម្មណ៍ខ្លួនឯងច្រើនពេកបើអាចគួរតែនៅឲ្យឆ្ងាយបន្តិចប្រិយចំណិត share ប្រូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការវិចិត្រសុទ្ធផ្លាស់ប្ដូរផ្នត់កំណត់គ្រឿងក្លែងទី2តែពិតខ្ញុំថាមានតែមួយទេមិនដែលនិយាយទៅវាជាប់ចំណុចហ្នឹងសំខាន់ដែរវាចូលទៅពីគ្រឿងក្លែងទី1ឥឡូវទៅជាទី2នេះគឺទ្រឹស្ដីតែខ្ញុំនិយាយពាក់ព័ន្ធខមមិនហ្នឹងម្សិលមិញប្រិយមិត្ត CP 2 3នាក់សាបពីណាថាសូនតារាមានខមមិន2ប្រភេទម្សិលមិញបងប្អូនអាចតែមើលចាស់ណាសូនតារាបានតែទ្រឹស្ដីអត់ប្រយោជន៍អត់បានកាយទេទស្សនៈទី1ទស្សនៈទី2ជាប៉ុណ្ណាថាសូនតារាស្លាប់ដោយសារតែទ្រឹស្ដីរបស់ខ្លួនឯងស្រួនម៉ូដាប៉ុន្តែអានឹងគឺជាគណៈបកប្រជាជនតែមួយបើទី1មុននឹងខ្ញុំនិយាយវែកញ៉ៃទៅនេះខ្ញុំចោទសួរថាតើមួយណាត្រូវនេះរំលែកថាអ៊ំឡៅប៉ូលីមួយណាត្រូវតើទ្រឹស្ដីសូនតារាឥតប្រយោជន៍ឬក៏ទ្រឹស្ដីសូនតារាសម្លាប់ខ្លួនឯងណាអញ្ចឹងចំណុចទី1ខ្ញុំឆ្លើយតបទៅរឿងថាទ្រឹស្ដីសូនតារាឥតប្រយោជន៍ហើយបែបវិទ្យាសាស្ត្របើសិនជាការនិយាយរបស់សូនតារាឥតប្រយោជន៍មិនមែនហ៊ុនសែនចាប់ឪពុកខ្ញុំដាក់គុកជាចំណាប់ខ្មាំងហើយមុនពេលចាប់ឪពុកខ្ញុំដាក់គុកជាចំណាប់ខ្មាំងរហូតមកទល់បច្ចុប្បន្នមិនមែនឪពុកម្ដាយរបស់ខ្ញុំត្រូវបានហ៊ុនម៉ាណែតជួបនិងត្រូវបានអញ្ជើញទៅជួបសម្ដេចទេហេតុអីដោយសារតែការនិយាយគឺមានប្រយោជន៍ខ្លាំងណាស់អានេះខ្ញុំនិយាយឆ្លើយតបឲ្យចំណាទី1ទី2បើខ្ញុំនិយាយដកពីសូនតារាឲ្យទៅធំបន្តិចលើសពីខ្ញុំបន្តិចបើការនិយាយអត់មានប្រយោជន៍ទេមិនមែនហ៊ុនសែនខ្លាចការបញ្ចេញមតិចាប់អ្នកខមមិនអ្នកសរសេរនៅលើ Facebook ដាក់គុកទេទៅចាប់អារម្មណ៍អីមែនទេហើយបើសិនជាគណៈបកប្រជាជនចាប់អារម្មណ៍រឿងនេះណាកុំមកប្រាប់សូនតារាទៅប្រាប់ហ៊ុនសែនទេណោះទៅប្រាប់ហ៊ុនម៉ាណែតទៅប្រាប់គណៈបកប្រជាជនមែនទេទៅប្រាប់ថាអូសម្ដេចចាអានឹងវាបានតែទ្រឹស្ដីឥតប្រយោជន៍ទេសម្ដេចយើងនិយាយអញ្ចឹងដូចខោកសម្ដេចណាដូចខោកឡាតែតសម្ដេចដាក់ឃ្លុកសម្ដេចដែលទៅចាប់គេរាល់គ្នាសំបីតែជនពិការភុនយុទ្ធសម្ដែងមតិក៏សែងគ្នាយកទៅដាក់គុកដែរអានឹងដោយសារអីដោយសារនិយាយចឹងខ្ញុំស្នើឲ្យគណៈបកប្រជាជនហ្នឹងនាំសារហ្នឹងកុំមកប្រាប់សូនតារាថាឲ្យបានតែនិយាយបានតែទ្រឹស្ដីអត់ប្រយោជន៍អត់មានបានកាយទេកុំប្រាប់ខ្ញុំទៅប្រាប់សម្ដេចវិញថាសម្ដេចសូនតារានិងអ្នកដតីទៀតណាវាបានតែនិយាយបានតែទ្រឹស្ដីអត់ប្រយោជន៍ទេសម្ដេចកុំទៅលវីលវល់មិនបើសម្ដេចទៅដេកតែភ្ញាក់ឲ្យតែឃើញតែមិនភ្ញាក់ព្រឹកឃើញតែមិនភ្ញាក់ព្រឹកភ័យនោះភ័យដើរចាប់គេដាក់គុកផាប់ភិញបងវាយអាហ្នឹងទៅប្រាប់សម្ដេចវិញចំណុចទី1ចំណុចទី2ខ្ញុំឆ្លើយចំណុចទី3អានេះសិទ្ធិវិទ្យាសាស្ត្រណាបងប្អូនជាប្រពុតគឺសម្ដែងធម៌មានតែនិយាយព្រះសង្ឃសម្ដែងធម៌គឺនិយាយហើយណាទង្វើការនិយាយគឺជាទង្វើគ្រូបង្រៀនមិននិយាយមែនទេសុផាន់អេសិនជីឆៃយ៉ាបុតចរិយាបុតណាគ្រូបង្រៀនគឺនិយាយវិទ្យាសាស្ត្រគឺនិយាយច្រៀងគឺនិយាយច្រៀងណាបងប្អូនមានតែឃើញតារាល្បីនៅលើពិភពលោកតារាចម្រៀងនៅក្នុងប្រទេសកម្ពុជានឹងមានតារារ៉េបឯហ្នឹងណាសិនរ៉ូសិតមិននិយាយបងប្អូននិយាយសំខាន់ណាស់ណាបើបងប្អូនពូកែនិយាយបងប្អូនពូកែទ្រឹស្ដីគឺបងប្អូនជាមេដឹកនាំម្នាក់មិនមែនជាមេដឹកនាំកម្ពុជាក៏ដោយក៏បងប្អូនខ្លាយទៅជាមេដឹកនាំមួយ
ចំណុចនេះចំណុចហ្នឹងខ្ញុំនិយាយមួយមែនទេចំណុចទី4វែងញ៉ៃរឿងការនិយាយរាល់អ្នកប្រាជ្ញនិងមេដឹកនាំកម្ពុជាចលនាតស៊ូនៅលើពិភពលោកសិតតែមេដឹកនាំពូកែនិយាយមែនទេឧទាហរណ៍ដូចជាកាឡាម៉ាឡាលីកាលីលេមែនទេម៉ៅសេតុងសិតតែជាអ្នកនិយាយហ្នឹងណាហូជីមិញមែនទេសៃហានុហ៊ុនសែនសំរងស៊ីកឹមសុខាសិតតែជាអ្នកនិយាយទេតើគេអាចទៅគ្រប់គ្រងសំរងស៊ីដោយសារតែគាត់ឈរថ្មឹងទេគឺដោយសារតែការនិយាយរបស់គាត់ចាក់ចំបេះដូងមនុស្សឲ្យមនុស្សឃើញគាត់ហ៊ាននិយាយការពិតអំពីសង្គមអយុត្តិធម៌តើកឹមសុខាដែលមានប្រជាប្រិយភាពនោះដោយសារអីការនិយាយតើហ៊ុនសែនហេតុអីបានជាមានប្រជាប្រិយភាពជាងជាស៊ីមនិងហេងសំរិនឥឡូវខ្ញុំសួរនៅក្នុងគណៈបកប្រជាជនណាហ៊ុនសែននិងហេងសំរិនណាមានឋានៈដូចគ្នាប្រធានគាត់មួយប្រធានកិត្តិយសមួយប្រធានមែនតែនមែនទេហើយបើនិយាយអំពីតួអង្គនៅក្នុងគណៈបកប្រជាជនហ៊ុនសែននិងហេងសំរិនគឺមានអតីតភាពខ្លាំងហេងសំរិនខ្លាំងជាងហ៊ុនសែនផងប៉ុន្តែចំណុចដែលធ្វើឲ្យហ៊ុនសែនខុសពីហេងសំរិនគឺត្រង់ណាទេនិយាយមែនទេការនិយាយណាអញ្ចឹងដែលខ្ញុំនិយាយថាការនិយាយនេះគឺជាទង្វើណាបងប្អូនការនិយាយជាទង្វើហើយបើនរណាដែលថាការនិយាយឥតប្រយោជន៍ទ្រឹស្ដីសនារាឥតប្រយោជន៍ខ្ញុំស្នើឲ្យយកពាក្យហ្នឹងទៅប្រាប់សម្ដេចនិងហ៊ុនម៉ាណែតនិងគណៈបព្វជិជនវិញកុំឲ្យទៅលវីលវល់ជាមួយពួកឥតប្រយោជន៍តែនិយាយទៅហើយស្រុកខ្មែរហ្នឹងទៅបើកឲ្យនិយាយមកបើកឲ្យនិយាយរៀបអាចងាប់និយាយហ្នឹងខ្លាំងណាស់បងប្អូនណាពិភពលោកប្រែប្រួលដោយសារការនិយាយដាឡៃឡាម៉ាណាលូធីនម៉ាតាឃីងមែនទេណែលសុនម៉ាន់ដេឡាសិតតែដោយការនិយាយទាំងអស់និយាយចំណុចទី5ចុងក្រោយបងប្អូនមានដឹងថានៅលើពិភពលោកយើងនេះប្រព័ន្ធអីដែលខ្លាំងជាងគេទេគឺប្រព័ន្ធនិយាយស្អីគេប្រព័ន្ធនិយាយប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងហើយបានជានៅប្រទេសផ្ដាច់ការដូចជានៅប្រទេសណាសុភីសៅកូរ៉េខាងជើងប្រទេសកម្ពុជាពីមុនទសវត្សរ៍ឆ្នាំ80ហ្នឹងគឺគេមិនឲ្យយើងស្ដាប់បទស៊ីនឌីសមុទ្រគេមិនឲ្យយើងនិយាយភាសាបារាំងអង់គ្លេសទេគេចាប់ថ្លឹងកន្លងដាក់គុកនៅកូរ៉េខាងជើងបច្ចុប្បន្នហ្នឹងណាគេមិនឲ្យយើងដឹងប្រព័ន្ធផ្សព្វផ្សាយបរទេសច្រើនទេគេឲ្យមើលនិងស្ដាប់តែចម្រៀងរត់ទេហើយអាការនិយាយនេះទៀត sunrises មែនទេនៅក្នុងប្រទេសកម្ពុជាហេតុអីបានជាហ៊ុនសែនបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់បិទប្រព័ន្ធផ្សព្វផ្សាយគឺបិទការនិយាយហ្នឹងប្រព័ន្ធផ្សព្វផ្សាយមិននិយាយណាមិននិយាយវាមានសារជាអក្សរនិងសារជាសំឡេងហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែបញ្យល់ទៅកាន់បងប្អូនវិញដើម្បីមានតពុះខ្លះតបទៅក្នុងគណៈបព្វជិជនណាការនិយាយគឺជាគំនិតគឺជាការផ្លាស់ប្ដូរពិភពលោកណារាល់ពិភពលោកគឺកើតពីពាក្យទេបងប្អូនកើតពីពាក្យទេហើយបើយើងនិយាយនៅក្នុងសាសនាវិញក្នុងសាសនាគ្រិស្តគេថាពិភពផែនដីចក្រវាលណាយើងនេះកើតពីព្រះបន្ទូលកើតពីព្រះបន្ទូលថ្ងៃទី1មែនទេណាព្រះមានបន្ទូលថាអូចូលហ្នឹងគឺអញ្ចឹងឯងអញ្ចឹងណាបើយើងទាញតាមសាសនាក៏ត្រូវដែរពិភពលោកចក្រវាលយើងនេះកើតពីព្រះបន្ទូលទេបើយើងទាញនៅក្នុងសង្គមមនុស្សជាក់ស្ដែងណាពិភពលោកវិទ្យាសាស្ត្រនិងការផ្លាស់ប្ដូរកើតពីសម្ដីរបស់មនុស្សទេមែនទេហើយសូនតារាដែលហ៊ុនសែនខ្លាចញាត់តែត្រឹកចំណែននឹងប្រាជ្ញាគឺដោយសារតែសម្ដីរបស់ខ្ញុំជាសម្ដីសច្ចធម៌សម្ដីវិទ្យាសាស្ត្រសម្ដីដែលនាំឲ្យមានការគ្រប់គ្រងសម្ដីដែលនាំឲ្យមនុស្សយល់សម្ដីដែលនាំឲ្យគេឃើញសារជាតិនិងពណ៌ដ៏ច្បាស់ក្រឡែកអំពីជនប្រជាការនិងពណ៌របស់សម្ដេចចឹងគណៈបកប្រជាជនគេខ្លាចណាស់បានជាគេនិយាយទ្រឹស្ដីហ្នឹងដើម្បីបន្ទូចប្រអាក់យើងថាអូឯងនិយាយទ្រឹស្ដីហ្នឹងគឺឥតប្រយោជន៍ទេដើម្បីកុំឲ្យយើងហ្នឹងទៅនិយាយព្រោះឥតប្រយោជន៍ប្រយោជន៍ប្រាក់ហ៊ុនសែននៅកុំឲ្យដល់ចាប់ឲ្យអ្នកនិយាយដាក់គុកចំណុចទី1នៅខ្ញុំឆ្លើយទៅនឹងអាសំណួរអាទ្រឹស្ដីទី1របស់គណៈបកប្រជាជនសិនទ្រឹស្ដីទី2របស់ហានីខេនគេថាសូនតារាស្លាប់ដោយសារតែទ្រឹស្ដីចូលរួមចំណែកត្រូវហ្នឹងចូលរួមចំណែកត្រូវហេតុអីបងប្អូនបើកាលណាសូនតារាស្លាប់ដោយសារតែទ្រឹស្ដីមានន័យថាបើគេមើលមកផ្លែតជាការគំរាមជាការប្រមាថអាយុជីវិតប៉ុន្តែន័យរបស់គេគំរាមថាគេអំបគេចង់អំបយើងឲ្យឈប់និយាយប៉ុន្តែគេមិនអាចអំបបានទេគណៈបព្វជិជនគេសឹងតែលើកដៃសំពះសូនតារាអំបថាកុំឲ្យនិយាយគេសឹងតែសូនតារាអើយគេថានៅលោកបណ្ឌិតលោកអ្នកប្រាជ្ញសូនតារាណាសូមមេត្តាឈប់និយាយទៅខ្ញុំសូមលុតជង្គង់ថ្វាយបង្គំ3ដងណាសូមថ្វាយបង្គំលើកទី1លើកទី2លើកទី3មិនទាំងសម្ដេចទាំងគណៈបកប្រជាជនទាំងអស់ហ្នឹងណាគេចង់តែលើកដៃសំពះលុតជង្គង់ប៉ុណ្ណាអំបសូនតារាកុំឲ្យនិយាយប៉ុន្តែគេមិនអាចធ្វើអញ្ចឹងបានទេអញ្ចឹងគេទៅធ្វើម៉េចគេថាឯងនិយាយងាប់ឯងនិយាយឲ្យឯងជាប់គុកឲ្យឯងជាប់គុកដោយសារឯងគោលដៅរបស់គេណាថាវាគឺដើម្បីកុំឲ្យគេដើម្បីឲ្យខ្ញុំឈប់និយាយទៅមើលកាលណាគេនិយាយថាសូនតារានឹងងាប់ដោយសារតែការនិយាយ
ឲ្យជាប់គុកដោយសារតែការនិយាយត្រូវប៉ុន្តែជំនួសឲ្យការលុតជង្គង់អង្វរកឲ្យសូនតារានិយាយវាបញ្ជាក់អំពីភាពភ័យខ្លាចនៃសម្ដីសូនតារាមានន័យថាសម្ដីសូនតារាคล้ายទៅជាសម្ដីដ៏គួរឲ្យភ័យខ្លាចជាសម្ដីទឹកមួយដែលសាររបស់សូនតារាត្រូវបានចាក់ដោតចូលទៅក្នុងបេះដូងមហាជនខ្មែរនិងធ្វើទលងហ៊ុនសែននិងគណៈបកប្រជាជនឲ្យស្រាវស្រោចញាក់សាច់ទឹករឿងដូច្នេះគេថាអញ្ចឹងគោលដៅគេដើម្បីអីគេដើម្បីអីឥឡូវខ្ញុំសួរមនុស្សនិយាយតែមានគោលដៅគឺគោលដៅណាមីធូដើម្បីឲ្យសូនតារានេះកុំនិយាយព្រោះនិយាយទៅវាងាប់អញ្ចឹងខ្ញុំថាដើម្បីកុំឲ្យសូនតារានឹងងាប់សូនតារាត្រូវតែជប់និយាយអានេះកូនប្រធានបទទូចមួយមែនទេប៉ុន្តែឥឡូវខ្ញុំនិយាយវិញខ្ញុំថាហេតុអីបានថាត្រូវចំណុចទី1គឺគេចង់ថ្វាយបង្គំអង្វរកសូនតារាថាជប់និយាយទៅប៉ុន្តែគេមិនអាចធ្វើបានចំណុចទី2គេនិយាយអញ្ចឹងដើម្បីគោលដៅថាកុំឲ្យខ្ញុំនិយាយព្រោះនិយាយទៅខ្លាចងាប់ខ្លាចឲ្យជាប់គុកហ្នឹងគឺដោយសារតែឯងនិយាយហើយអញ្ចឹងគួរតែជប់និយាយទៅចំណុចទី3គេបានលួចសរសើរធម្មតាបើគេខ្លាចនរណាគេញញើតនរណាមានន័យថាអ្នកហ្នឹងគឺជាកំពូលមនុស្សអស្ចារ្យចំណុចទី4គឺជាការទទួលស្គាល់ការពិតទាំងមិនដឹងខ្លួនមានអ្នកខ្លះទទួលស្គាល់ការពិតទាំងដឹងខ្លួននិងមិនដឹងខ្លួនមានន័យថាគេបានយល់ថាហ្នឹងវាការពិតហើយប៉ុន្តែគេអត់ដឹងខ្លួនទេហេតុអីបងប្អូនអ្នកប្រាជ្ញដែលខ្ញុំនិយាយកំណើតរបស់អ្នកប្រាជ្ញនៅលើផែនដីគឺតែងតែគេធ្វើបាបមនុស្សបើនិយាយទៅគេអត់ធ្វើបាបអត់មានឥទ្ធិពលដល់អ្នកដឹកនាំនយោបាយកាន់អំណាចគឺជាជនប្រមាថឬក៏មនុស្សឈួតនៅតាមផ្លូវបងប្អូនមានដឹងថាសូក្រាតខ្ញុំនិយាយទស្សនវិទូកិច្ចបុរាណសម័យណាគឺត្រូវបានណាចាស់ឥទ្ធិពលសម្ដីរបស់គាត់ទស្សនៈរបស់គាត់ជាឥទ្ធិពលដល់មេដឹកនាំអតែនហើយកាត់ទោសប្រហារជីវិតគាត់សូក្រាតមានតែខ្លះស្គាល់ឆ្ងាយបងប្អូនស្គាល់ហ្គាលីលេអ្នកវិទ្យាសាស្ត្រចំនួនថ្មីដែលរកឃើញណាដែលជាអ្នករកឃើញតេឡេស្កូបដំបូងដើម្បីមើលភពមើលតារានៅលើមេឃនិងអ្នកដែលរកឃើញថាផែនដីបេរីមូលនឹងត្រូវបានគេយកទៅដាក់គុករហូតដល់តែខ្វាច់ភ្នែកហើយត្រូវបានតុលាការសាសនាយកទៅកាត់ទោសប្រហារជីវិតមែនទេបងប្អូនមើលនៅក្នុងប្រវត្តិចិនក៏ដោយវាស៊ូតុងប៉មែនទេស៊ូតុងប៉បើយើងមានខ្សែភាពយន្តណាដោយសារតែប្រាជ្ញារបស់គាត់ខ្លាំងក្លាពេកគាត់ត្រូវបានមន្ត្រីនិងអ្នកដឹកនាំប្រទេសក្រុមមន្ត្រីដឹកនាំប្រទេសតាមធ្វើបាបគាត់រហូតគាត់ធ្លាក់ទៅដល់ជើងភ្នំធ្លាក់ទៅដល់ជើងភ្នំហើយនៅតែខ្លាំងនៅជើងភ្នំទៀតទៅបង្រៀនមនុស្សឲ្យធ្វើកសិកម្មទៀតអាហ្នឹងណាបងប្អូនមើលមែនទេអៃនស្តាញបងប្អូនមានស្គាល់អៃនស្តាញគឺដោយសារតែប្រាជ្ញាវិទ្យាសាស្ត្រទំនើបបច្ចុប្បន្នរូបវិទ្យាកូនសិស្សសូនតារាដែលជាគ្រូឬក៏ជាកូនសិស្សនិស្សិតរូបវិទ្យាណាមិនស្គាល់អៃនស្តាញចប់ហើយទៅអាមេរិកមានរូបគាត់ត្រូវបានគេដេញសម្លាប់គាត់រត់ទៅបែលហ្សិករត់ទៅស្វីសរហូតចុងក្រោយទៅដល់ឡាឡឺម៉ង់មែនទេយើងមើលមហាធម្មគុន្ធីមែនទេយើងមើលមហាធម្មគុន្ធីនៅក្នុងលោកនេះណាអ្នកដែលនិយាយការពិតហើយពាក្យពិតនោះបន្លាចអ្នកមានអំណាចសុទ្ធតែជាអ្នកប្រាជ្ញអញ្ចឹងបានគោលដៅគេគ្រាន់តែចង់បញ្ឈប់ខ្ញុំកុំឲ្យនិយាយទេពីព្រោះនេះសុទ្ធរីលេងដោយសារតែសម្ដីរបស់ខ្ញុំនឹងវាចាក់ភ្ញួចចំបេះដូងខ្មែរប៉ុន្តែវាទលំហ៊ុនសែនដូច្នេះជំនួសឲ្យគេលុតជង្គង់អង្វរកខ្ញុំគឺគេគំរាមកំហែងខ្ញុំប៉ុន្តែគេទទួលស្គាល់ការពិតថានៅលើផែនដីយើងនេះលើកលែងតែមនុស្សមិនដែលរៀនប្រវត្តិសាស្ត្រទេបើថាគណៈបកប្រជាជនមិនដែលរៀនប្រវត្តិសាស្ត្រអាចមិនដឹងទេប៉ុន្តែបើពួកគេរៀនប្រវត្តិសាស្ត្រអានវិទ្យាសាស្ត្របច្ចុប្បន្នវិទ្យាសាស្ត្រដែលយើងប្រើបច្ចុប្បន្នណាសិតតែកើតចេញពីអ្នកប្រាជ្ញដែលបូជាជីវិតដែលពួកមេដឹកនាំហ្នឹងតាមសម្លាប់ទេរាល់ទម្រង់សូហ្វីសៅដែលនិយាយទៅមានឥទ្ធិពលលើមេដឹកនាំច្បាស់ណាស់អ្នកនោះមិនចាំបាច់អ្នកណាសាកលវិទ្យាល័យណាឲ្យសញ្ញាបត្រទេគឺជាអ្នកប្រាជ្ញហើយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតតែរិទ្ធីកាត់ដេទូរទស្សន៍សូនតាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតត្រូវណាអញ្ចឹងតើមួយណាណាសាមីមកទ្រឹស្ដីសូនតាប្រយោជន៍មិនមែនទេសូនតាងាប់ដោយសារសម្ដីអាចត្រូវដែរប៉ុន្តែអ្នកប្រាជ្ញនៅលើពិភពលោកយើងនេះគឺស្លាប់ដោយសារសម្ដីនេះឯងណាអញ្ចឹងហើយបានជាទស្សនវិទូនៅលើពិភពលោករូបសូក្រាតគាត់និយាយថាលើលោកនេះគ្មាននរណាត្រូវបានគេស្អប់ស្មើនឹងអ្នក Stephen និយាយការពិតឡើយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសុខកៃឡរិកទូរទស្សន៍សូនតាអានេះសំហាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ឥឡូវលុតជង្គង់សំពះសូនតារាទៅអ្នកដែលចូលជួបសម្ដេចនេះលុតជង្គង់សំពះសម្ដេចមកកកោកហ្នឹងចាំបាច់ប្រើវិធីថោកទាបនេះធ្វើបាបក្រុមគ្រួសារចាប់ឪពុកខ្ញុំដាក់គុកទៅអីនេះបើដឹងថាសម្ដីខ្ញុំអត់មានឥទ្ធិពលអត់ធ្វើឲ្យហ៊ុនសែនស្រាវស្រៅអត់ធ្វើឲ្យហ៊ុនម៉ាណែតនឹងរីកអាចរីកនោមដេកសពនឹងយប់ទាំងថ្ងៃផងហើយមកចាប់អារម្មណ៍អីជាមួយខ្ញុំម៉ា
ឥឡូវខ្ញុំសួរគណៈបព្វជិជនមើលហើយបើចាប់អារម្មណ៍ចឹងអ្នកដែលចោះចូលជាមួយសម្ដេចលុតជង្គង់សំពះហើយចុះអ្នកដែលសុំឲ្យសូនតារាឈប់និយាយគណៈបព្វជិជនប្រមូលគ្នា4 10នាក់ទៅផ្សាយផ្ទាល់វីដេអូលុតជង្គង់លើកដៃសំពះចេះទេស្វ័យបង្គំ3 ដងទៅខ្ញុំបដិញ្ញាថាឈប់និយាយឲ្យតែមន្ត្រីធំរបស់គណៈបព្វជិជនថ្នាក់ដឹកនាំគណៈបព្វជិជនណានេះហ៊ានទទួលស្គាល់ការពិតអាហ្នឹងខ្ញុំឈប់និយាយមែនទេគ្រប់គ្រាន់ទេមែនទេគេខ្លាចយើងហើយយើងចាំស្អីទៀតប៉ុន្តែនេះអ្វីដែលជាសច្ចធម៌អ្វីដែលជាយុត្តិធម៌ដូចខ្ញុំនិយាយកាលពីម្សិលមិញហ្នឹងណាវាមិនសាបរបៀបទេចូលរដាកម្មបងប្អូនកុំខ្មាស់អៀនកុំញញើតកុំរៀបថយជាមួយនឹងការប្រព្រឹត្តអំពើល្អប្រធានបទទី1សំខាន់ថ្ងៃនេះខ្ញុំបានអានសារជាច្រើនហើយក៏មានប្រិយមិត្តផ្ញើសារនឹងមកខ្ញុំដែរអំពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្លើយតបទៅនឹងខមមិនរបស់ប្រិយមិត្តមួយរូបនៅលើទំព័រ Facebook របស់គាត់អានេះខ្ញុំនិយាយសើបដាខមមិននោះថាគិតតែពីបាល់ទៅប្រធានបទទី2បាល់ដែរបងណាសុំទុកបែកញើសភ្លេចយកកណ្ដាស់មកចិត្តទៀតមានថាថៃយកដីអស់ហើយគាត់តែពីបាល់ថៃយកដីអស់ហើយសម្ដេចក៏ខមមិនតបវិញម៉ាំបើយកអស់មែនចុះម៉ែឪលោកឯងសពថ្ងៃនេះទៅនៅឯណាបងប្អូនតិចថាចម្លើយនឹងខុសចម្លើយនឹងត្រូវចម្លើយនឹងត្រូវ logic ណាថៃយកដីអស់ហើយបើថៃយកដីអស់ចុះម៉ែឪលោកឯងរាល់ថ្ងៃហ្នឹងទៅនៅឯណាអានេះគឺជាចម្លើយមួយ logic បាននេះមករបស់សម្ដេចតេជោសូនពេញប៉ុន្តែហេតុនេះបានខ្ញុំលើកយកមកធ្វើជាប្រធានបទជាចំណងជើងមួយដើម្បីឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជាផ្សេងឥឡូវបើយើងនិយាយវិភាគឧទាហរណ៍ខ្ញុំសរសេរបទវិភាគទស្សនវិជ្ជាឬក៏វិទ្យាសាស្ត្រខ្ញុំសរសេរគេហៅថានៃអត្ថបទវិទ្យាសាស្ត្រមួយបងប្អូនយល់សម្ដេចគាត់និយាយថាមែនទេបើថៃយកដីអស់ហើយចុះម៉ែឪលោកឯងទៅនៅឯណាបងប្អូនមានន័យថាម៉េចខ្ញុំចង់សាកបញ្ញាកូនសិស្សសូនតារាបន្តិចចន្ទវីយមធឹកមែនទេចង់សាកបញ្ញាកូនសិស្សសូនតារាបន្តិចតោះខ្ញុំអានខមមិន2 3នាក់ចុះចិនណាខឹមណាអ្នកខេត្តតាកែវអត់ទាន់ឃើញទេឥឡូវខ្ញុំជលៀសភ្នែកបដៅខ្ញុំអានខមមិនបដៅទេពណាក់តើសម្ដេចមានន័យថាម៉េចប៉ុន្តែឥឡូវយើងនិយាយអំពីសាវតាយើងនិយាយអំពីសាវចំណុចទី1ខ្ញុំនិយាយពីសាវតាហ្នឹងថាគាត់និយាយអំពីបាល់ទាត់ហើយបាល់ទាត់ដែលនិយាយពីលោកអិតខ្ញុំនឹងនិយាយនៅក្នុងនីតិកំសាន្តប្រធានបទទី2គាត់និយាយច្បាស់ហើយគាត់ខ្ញុំបាញ់និយាយទេក៏មានប្រិយមិត្តខមមិនជាច្រើនប៉ុន្តែជាទូទៅមានរិទ្ធិស័យមានរាជស័យណាគាត់តែងតែប្រតិកម្មទៅនឹងខមមិនបើយើងអំពីនិយាយអំពីចិត្តរបស់គាត់ស្រាលជាងសូនតារាឆ្ងាយមកវិញមិនដែរគឺខ្ញុំតបខមមិនថានិតកុកស៊ីគាត់ថាខឹងមែនទេសូនបន្ទុក BM Nasato នេះរងចាំសូនបន្ទុកអត់ទាន់ឃើញណាឆ្លើយត្រូវទេណាបាត់ដំបងបណ្ដូលចិត្ត not all សូនបន្ទុកណែnot all និយាយច្បាស់ទុកសិនអត់ទាន់ឲ្យបន្ទុកអាហ្នឹង Daily អ៊ុយតាសាញ់ថាយកមិនទាន់អស់ទេ100បន្ទុកកូនសិស្សសូនតារាវាទោះមិនក៏ត្រូវតែមានអ្នកឆ្លាតណាសូធីរីលេងទោះខ្ញុំមិនដែលអស់សង្ឃឹមទេបងប្អូនព្រោះធម្មតាបងប្អូនគេថាបើមានគ្រូជាអ្នកប្រាជ្ញកូនសិស្សមិនអាចជាមនុស្សល្ងងទេមិនអាចជាជនពីទេបងប្អូនក្នុងពុទ្ធសាសនាអប់រំយើងឲ្យខ្សែគប់មនុស្សបងប្អូនខ្សែគប់ប្រាជ្ញប្រាជ្ញាជនណាបងប្អូនក៏ក្បែរប្រាជ្ញាជនដែរបងប្អូនខ្សែគប់បណ្ឌិតណាបងប្អូនក្បែរបណ្ឌិតដែរបើណាមានពិបាកសម្ដេចគាត់និយាយថាបើយកអស់មែនចុះម៉ែឪលោកឯងទៅនៅឯណាមានន័យថាវាយកមិនទាន់អស់មែនទេអានឹងជាភាសាមួយថាមិនទាន់អស់ទេអញ្ចឹងមានន័យថាវាមិនទាន់ឈប់យកទេមែនទេបងប្អូនពាក្យហ្នឹងគឺពាក្យអត់ការពារជាតិទេណាពាក្យហ្នឹងគឺពាក្យថាយកឲ្យវាយកទៅណាសល់ប្រមាណឥឡូវនៅសល់ផ្ទះអញដែរតើនៅសល់ខេត្តផ្សេងទៀតដែរតើពាក្យហ្នឹងគឺស្មើថាយកមិនទាន់អស់ទេដោយតាលីអ៊ុយឆ្លើយហ្នឹងគឺអត់មាន 99.9 នេះគឺ100លើ100ក្នុងនាមជាមេដឹកនាំมันអាចឆ្លើយប្រច្រាស់ដូចសូនតារាដែលអាចទៅនិយាយអញ្ចឹងបានទេពូណា
មេដឹកនាំគេឆ្លើយដោយវិជ្ជាជីវៈបើគេមិនឆ្លើយតែម្ដងចុះឆ្លើយដោយវិជ្ជាជីវៈយ៉ាងណាដីដែលថៃកាន់កាប់ដោយខុសច្បាប់ចូលបងប្អូនជឿរដ្ឋាភិបាលចុះរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងគ្រប់វិធីហិង្សាតាមច្បាប់អន្តរជាតិយកមកឲ្យណែយកទឹកដីនោះមកវិញឲ្យទាល់តែបានឬក៏ថាកុំអស់សង្ឃឹមយើងនឹងប្រើគ្រប់មធ្យោបាយច្បាប់អន្តរជាតិដើម្បីយកទឹកដីដែលបាត់បង់នោះមកវិញឲ្យទាល់តែបានហើយការពារទឹកដីដែលនៅសល់នឹងដែលយកមកបានយកមកវិញនោះឲ្យទាល់តែបានអានេះគេហៅថាឆ្លើយអាជីពឆ្លើយដែលប្រកបដោយគតិបណ្ឌិតឆ្លើយដែលខណ្ឌណាឆ្លើយដែលខណ្ឌហើយគេគោរពទៅទៀតដល់ពេលមើលសំបីដូណាត្រាំក៏ដោយគាត់ឆ្លើយប្រកបដោយអាជីពដូណាត្រាំនេះចម្លើយរបស់គាត់ម៉ាក់ក្រុងមានក្នុងពិភពលោកអាដាមសៀងប្រអាប់គាត់គេឆ្លើយប្រកបដោយវិជ្ជាជីវៈអាជីពចុះចម្លើយដែលសម្ដេចនិយាយហ្នឹងអាចម្លើយហ្នឹងសូនតារាឆ្លើយបានពួកខ្ញុំមិនមែនវិជ្ជាជីវៈមិនមែននាយករដ្ឋមន្ត្រីមិនមែនជាប្រធានសភាមិនមែនជាមេដឹកនាំប្រទេសទេខ្ញុំអាចឆ្លើយបានកម្រិតសូនតារាទឹកសាសុំកម្រិតសូនតារាទេមិនមែនកម្រិតសម្ដេចតេជោទេមែនទេប៉ុន្តែបើសិនគាត់ឆ្លើយថាបើថៃយកអស់មែនចុះម៉ែឪឯងរាល់ថ្ងៃហ្នឹងទៅនៅឯណាមានន័យថាម៉េចមានន័យថាយកមិនទាន់អស់ពាក្យថាយកមិនទាន់អស់មានន័យថាម៉េចភ្លើងឆេះព្រៃឆេះមិនទាន់ដល់មានន័យថាម៉េចឆេះដល់ហើយទឹកចំនួនលិចផ្សារលិចមិនទាន់ដល់ផ្ទះខ្ញុំមានន័យទឹកហ្នឹងវាកើនមកហើយថៃយកមិនទាន់អស់ម៉ែឪលោកឯងទៅនៅតាណាមានន័យថាថៃកំពុងតែយកហើយអត់ឈប់ទេអត់មានវិធីសាស្ត្រណាបញ្ឈប់ទេមិនតែបើគាត់ឆ្លើយបែបអាជីពកុំឆ្លើយបែបកំហឹងឆ្លើយបែបចាស់ទុំឲ្យសមនឹងអាយុរបស់គាត់ឆ្លើយតែនឹងសេចក្តីថ្លៃថ្នូរណាគឺត្រូវពន្យល់កុំខ្លាចដូចសូនតារាបងប្អូនមើលជួងជេរបចៅប្រមាថឪពុកម្ដាយខ្ញុំឆ្លើយទៅវិញបែបមនុស្សធម្មតាតែខ្ញុំអត់នេះទេនេះគេថាបើសិនជាគណៈបកសង្គ្រោះជាតិនាំម៉ែឪលោកឯងទៅបាតកម្មស្លាប់ណាហើយគេទៅចូលសភាបត្តិតើសូនតារាឯងគិតថាម៉េចខ្ញុំថាបើសិនជាគាត់ទៅដោយឆន្ទៈគឺគ្មានកំហុសទេពីព្រោះគណៈបកប្រឆាំងអត់មានបានហៅឯណាហ្នឹងហើយបើនិយាយពីកំហុសគឺកំហុសពួកឃាតករពួកបាត់ដៃទី3ឬក៏ពួកកងកម្លាំងរដ្ឋាភិបាលដែលបាញ់ចម្លាក់ដែលវាយធ្វើបាបគាត់មានខ້ອຍបើគាត់ទៅដោយឆន្ទៈបើយើងទៅស៊ីការគេដោយឆន្ទៈគ្រោះថ្នាក់ចរាចរណ៍យើងទៅដុតរោងការគេចោលមិនណាយើងគណៈបព្វឆាំងគេមិនទៅដុតដៃគេមិនទៅអូសយើងណាគេគាត់ទៅប្រកាសឲ្យធ្វើបាតកម្មជារឿងធម្មតាទេនៅលើពិភពលោកតវ៉ាដើម្បីមានការបន្តឡើងវិញបើយើងមិនស្រឡាញ់ឆន្ទៈហ្នឹងបើយើងមិននេះហ្នឹងគឺយើងអត់ទៅអាហ្នឹងគេហៅថានិយាយដោយវិជ្ជាជីវៈនៅពេលណាដែលយើងនិយាយដោយវិជ្ជាជីវៈដោយសេចក្តីថ្លៃថ្នូរណាធ្វើឲ្យអាអ្នកស៊ូនឹងប្រកាច់បងប្អូនមានឃើញទេនៅគណៈបច្ចុប្បន្នវាធ្លាប់ឃើញណាធ្លាប់ដែលមើលវីដេអូហ្នឹងគ្រាន់តែខមមិនធ្លាប់បានណាតែយើងមានអ្នកធ្លាប់ច្រើនមកទៅណាគ្រាន់តែខ្ញុំឆ្លើយចឹងមែនបងហើយខ្លីអត់វែងដល់ខ្លួនឯងបងមួយម៉ាត់ខ្លីត្រូវធ្វើឲ្យសំណួរដែលគេរៀបចំមួយខែមុនដើម្បីស្ងោស៊ីខ្ញុំហ្នឹងវាទៅជាកលាប់គេគិតថាតែយកវាមកនិយាយចឹងទៅវ៉ានីចិនដឹងថាសូនតារាគាំងកឹមវិស្នាគាត់អង្គុយគិតថាដាក់អានេះសូនតារាគាំងដាក់អានេះសូនតារាគាំងដាក់អានោះសូនតារាគាំងមែនទេគេសើចថៃចូលមកងាប់អញហ្នឹងហើយងាប់ហើយដល់សួរថាមើលលោកសូនតារានិយាយថាខឹមវិស្នាខលណានេះខលទៅលោកដើម្បីសុំចរចាលើខ្មែរតែខឹមវិស្នានិយាយដាច់ខាតថាមិនដែលខលទៅសូនតារាទេខ្ញុំមិនដែលនិយាយថាខឹមវិស្នាខលទៅខ្ញុំផងគេថាអេនិយាយមិនចឹងនេះអញមិនតន់លុបទេណាអញ screen អញថតសារអីច្បាស់ណាខ្ញុំនិយាយថាបងវាស្នាខ្ញុំមិននិយាយថាខឹមវិស្នាណាស្រុកខ្មែរវាស្នាមកកគោកបងប្អូនវាស្នាមកកគោកចង់ខឹងបងប្អូនខឹងដល់នេះអានឹងកាន់តែខឹងទៅដល់តែក្រោយទៀតយកម៉ែឪមកលេងទៀតមិននេះវាគិតថាចំវាឲ្យរើសហើយបើទៅយកម៉ែឪទៅចោតអាបកប្រឆាំងកម្មសខាសមស៊ីហ្នឹងខូចណានេះនាំម៉ែឪហ្នឹងណាគ្រោះថ្នាក់ហើយបើសិនជាយកជ្រើសរើសយកកម្មសខាសមរង្ស៊ីគឺមានន័យថាមើលងាយម៉ែឪខ្ញុំថាមិនដាក់ឲ្យខ្ញុំរើសបើសិនជានរណាម្នាក់ទៅចូលរួមបាតកម្មឬក៏ទៅចូលរួមគ្រប់គ្រងគណៈបកនយោបាយមួយចូលរួមគ្រប់គ្រងបាល់ទាត់ដោយឆន្ទៈហើយគ្រោះថ្នាក់យើងទៅបន្ទោសឥឡូវនេះតិចទៀតខ្ញុំនិយាយពីអេស្ប៉ាញនិងបារាំងបងប្អូនគ្រប់គ្រងបារាំងមែនទេហើយបងប្អូនហ្នឹងគេដាក់ស្លាយនៅមាត់ទន្លេបងប្អូនគ្រប់គ្រងបារាំងបងប្អូនជិះទៅមើលស្លាយរួមគ្នានៅមាត់ទន្លេសុភីសៅមែនទេហើយគ្រោះថ្នាក់ចរាចរណ៍បងប្អូនមកខឹង FIFA World Cup ពិភពលោកអាម៉េចជាឆន្ទៈរបស់គេអញ្ចឹងបើសិនជាម្ដាយឪពុករបស់ខ្ញុំក៏មានឆន្ទៈហើយពួកអ្នកដែលទៅវាយគាត់កំហុសគឺពួកអ្នកវាយទៅចោទឲ្យជនរងគ្រោះទៅវិញបើគាត់មិនទៅគាត់ដេកនៅផ្ទះទៅមានណាគេទៅបង្ខំមែនទេអានឹងណាខ្ញុំចង់និយាយប្រៀបធៀបអំពីការឆ្លើយរបស់មេដឹកនាំនេះចម្លើយរបស់គាត់និយាយមួយម៉ាត់ហ្នឹងគឺអត់ទទួលខុសត្រូវទេណាគេថាបើសិនជាយកដីអស់
ម៉ែឪលោកឯងរាល់ថ្ងៃនេះទៅនៅឯណាអញ្ចឹងចម្លើយដ៏ត្រឹមត្រូវគឺថាយកមិនទាន់អស់ទេគឺកំពុងតែយកមានន័យអញ្ចឹងយកមិនទាន់អស់ទេគឺកំពុងតែយកមានន័យថាម៉េចគឺអត់មានន័យខុសពីហ្នឹងអានេះចំណុចមួយខ្ញុំនិយាយមួយទៀតសម្ដេចក៏ធ្លាប់លេងវោហានេះពាក់ព័ន្ធជាមួយនឹងព្រំដែនយួនកាលពីប្រហែល20 30ឆ្នាំមុននេះគឺគេថាយួនយកដីគេថាបើសិនជាយួនយកដីមួយថ្ងៃ1ម៉ែត្រអាហ្នឹងវាចូលនៅ20ឆ្នាំហើយមែនទេវាគុណនឹងឆ្នាំទៅមួយឆ្នាំវា365ម៉ែត្រអានេះឥឡូវនេះវាចូលយកបាត់ប្រវត្តិបាត់ដែលស្វ័យរៀងបាត់ហើយអានេះគេហៅថានិយាយសក់និយាយបច្ចាស់គេមិនចង់និយាយថាយកមួយថ្ងៃ1ម៉ែត្រទេអាយកហ្នឹងគឺវាយកហ្នឹងយកហ្នឹងក៏យកដូចម៉ូតូគេយកយើងម៉ូតូមួយគេមិនយកម្ដងមកកណាត់ទេណានេះយកមួយក៏យកមួយកន្លែងណាគេយកគឺគេយកតែម្ដងអញ្ចឹងចំណុចនេះខ្ញុំលើកចំណុចទី1ណានិយាយអំពីវិជ្ជាជីវៈថ្ងៃនេះសូនតារាអត់មាននិយាយអំពីវិជ្ជាជីវៈដែលលើករឿងមេដឹកនាំនៅលើពិភពលោកលើករឿងសូនតារាជាអក្សរសិល្ប៍កុំថាឡើយសម្ដេចសំបីតែសូនតារាក៏មានវិជ្ជាជីវៈនិងអាជីពមានសេចក្តីទឹកចិត្តខ្ញុំអាចដឹកនាំប្រទេសបានខ្ញុំធ្ងន់ជាហ៊ុនសែនចិត្តខ្ញុំធ្ងន់ជាហ៊ុនសែនមែនទេហ៊ុនសែនគាត់នៅស្រាលមែនទេគាត់នៅតបហើយមានប្រិយមិត្ត CP ខ្លះគាត់ថាសម្ដេចទោះរវល់យ៉ាងណាក៏មានពេលតបមនុស្សគាត់ក៏មានរវល់លេខគាត់មានរវល់នេះទេមែនគាត់អង្គុយមើលតែ Facebook ហើយចងកំហឹងតែប៉ុណ្្នឹងឯងអត់មានអីទេអញ្ចឹងវិធីសាស្ត្រដែលគាត់និយាយនេះគឺវាមានគ្រោះថ្នាក់ណាស់ចំណុចទី1ខ្ញុំនិយាយមែនទេគាត់ត្រូវឆ្លើយបែបវិជ្ជាជីវៈណាថារដ្ឋាភិបាលកំពុងតែធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់និងគ្រប់វិធីសាស្ត្រតាមច្បាប់អន្តរជាតិដើម្បីយកទឹកដីដែលថៃកាន់កាប់ដោយខុសច្បាប់នោះមកវិញជូនប្រជាជនកម្ពុជាឲ្យទោះតែបានក៏បានក៏ដោយគូមនុស្សកក់ក្ដៅដែរមុននិយាយមួយម៉ាត់ហ្នឹងកក់ក្ដៅបានណាមិនទៅតឲ្យគាត់បានគាត់និយាយចឹងហើយឥឡូវខ្ញុំសួរគាត់និយាយចឹងណាតអត់តំណងដែរបើគាត់ថាចឹងហើយយើងគាត់ថាយើងទៅយើងចាញ់ផ្សាលគាត់យើងចាញ់វិញមែនទេយើងចាញ់ផ្សាលថាយើងទៅយកគាត់ទៅចំអកយើងសម្ដីយើងសាកលៀបវិញបើគាត់និយាយចឹងណាប៉ុន្តែបើសិនជាគាត់និយាយចាញ់ផ្សាលយើងនិយាយមែនតើដូចបាក់ជួងទៅចាញ់ផ្សាលសូនតារាគិតថាសូនតារានឹងបាក់ស្បាតប៉ុន្តែទៅជាបកាច់បងប្អូនបកាច់វិញបកាច់ដោយសារគិតថាគេនឹងរៀបចំសំណួរនឹងបដួលសូនតារាងាប់នៅក្នុងវេទិកាប៉ុន្តែសំណួរខ្ញុំមានដឹងឯណាមកវិនាទីមិនដល់ផងហ្នឹងធូរម៉ាំងព្រោះសំណួរអត់ឡូហ្សិកណាប៉ាំងហើយមួយម៉ាត់ទេអត់បាច់វេកញែកច្រើនទេបើក្នុងការផ្សាយផ្ទាល់ទេណាខ្ញុំចូលចិត្តនិយាយលក្ខណៈគ្រួសារបើក្នុងវេទិកាបងណាអ្នកដែលធ្លាប់ជួបសូនតារាក្នុងវេទិកាហ្នឹងមួយម៉ាត់ទៅមួយម៉ាត់មានន័យថាត្រូវវែងអាត្រូវខ្លីទេអត់មានចិត្តថាបោកបាច់វែកញែកទេមួយទៀតចំណុចទី1ចំណុចទី2បាត់បង់ទឹកដីបងប្អូនមានដែលឮទ្រឹស្ដីសូនតារាមួយថាគេមិនខ្លាចទេមែនទេជនពីលព្រោះវាជាសត្រូវរបស់រដ្ឋដល់លីអុយរដ្ឋមានឆន្ទៈកំតិចគេខ្លាចតែរដ្ឋជាជនពីលណាមួយទ្រឹស្ដីសូនតារាយកន័យធៀបថាបើសូនតារាមាត់អត់គម្របខ្ញុំគ្រោះថ្នាក់ណាបងប្អូនណាគ្រោះថ្នាក់តែក្រុមគ្រួសារឪពុករបស់ខ្ញុំនឹងអាចគេបាញ់សម្លាប់សូនតារាដូចកែមលីមាត់អត់គម្របស្លាប់តែកែមលីមួយប៉ុន្តែស្លាប់ដោយមានកិត្តិយសនិងទទួលបានការគោរពពីមនុស្សជុំវិញផែនដីកែមលីណាបើសូនតារាមាត់អត់គម្របសូនតារានាំទុកដាក់ឪពុកនិងក្រុមគ្រួសារមួយនិងខ្លួនឯងមួយប្រទេសកម្ពុជានៅដដែលកែមលីជនផ្ដាច់ការរូបនិយមមាត់អត់គម្របណាស្លាប់តែកែមលីមួយទេធីសវណ្ណថាមាត់អត់គម្របណាជាប់គុកតែ3ឆ្នាំនេះអ្នកមួយចំនួនទៀតដូចជាណាអ្នកលក់លេមាត់អត់គម្របណាត្រឹមតែមិនគេជេរឬក៏អាចនិយាយពីថាធីសវណ្ណថាហើយនឹងប្តីមាត់អត់គម្របជាប់គុកតែ3ឆ្នាំសូនតារាមាត់អត់គម្របជាប់គុកតែឪគេគប់សម្លុតតែក្រុមគ្រួសារមួយនិងខ្លួនខ្ញុំមួយទេកែមលីមាត់អត់គម្របណាបាត់បង់តែអាយុជីវិតកែមលីមួយទេប៉ុន្តែបើហ៊ុនសែនមាត់អត់គម្របបើមេដឹកនាំមាត់អត់គម្របមិនបងប្អូនអានេះទ្រឹស្ដីសូនតារាសិតចូលណាសិតតែចូលទ្រឹស្ដីសូនតារាមកនេះបងប្អូនត្រូវដឹងថាសង្គមបច្ចុប្បន្ននេះបើសិនជានៅក្នុងប្រទេសកម្ពុជាឬនៅក្រៅប្រទេសដែលមានបណ្ឌិតសាស្ត្រាចារ្យណាគាត់ស្រាវជ្រាវខ្ញុំធ្លាប់និយាយណាមើលវីដេអូសូនតារាហើយកាត់យកទ្រឹស្ដីសរសេរសិភៅព្រោះខ្ញុំអត់មានពេលបងប្អូនណាដែលសរសេរសិភៅអំពីទ្រឹស្ដីសូនតារាបងប្អូនអាចខ្លាយទៅជាអ្នកមានណាដោយសារសិភៅហ្នឹងហើយជាមរតកសម្រាប់កូនខ្មែរចំនួនក្រោយទៅពីព្រោះរាល់ទង្វើដែលកើតមាននៅក្នុងសង្គមគឺនៅលើបាតដៃរបស់សូនតារាអានេះខ្ញុំសម្រាប់សម្ដៅទៅលើតែសង្គមផ្ដាច់ការបច្ចុប្បន្ននេះ
ណាខ្ញុំចង់សួរសំណួរបងប្អូនបន្តិចមែនទេបើសម្ដីសូនតារាមកអត់កម្របពិសិដ្ឋអូស៊ីលជាប់គុកឪមួយនិងគេគម្រាមក្រុមគ្រួសារមួយឬក៏អាចខ្ញុំម្នាក់តែប៉ុណ្្នឹងឯងបើសិននេះគិងហឿងធីសវណ្ណថាមាត់អត់កម្របជាប់គុកតែ3ឆ្នាំទេកែមលៃមាត់អត់កម្របស្លាប់តែកែមលៃមួយទេចុះបើសិនជាមេដឹកនាំមាត់អត់កម្របបងប្អូនមើលមួយណាអានេះវាពាក់ព័ន្ធជាមួយខមមិនដូចហ៊ុនសែនណាគាត់ថ្ងៃនេះប្រធានបទវាប្រទាក់ចូលទៅរូបមន្តសូនតារាដដែលនេះខ្ញុំអានខមមិនបងប្អូនអត់ទាន់ឃើញទេបើសិនជាមេដឹកនាំមាត់អត់កម្របគឺការពិតខ្ញុំអត់ឥឡូវខ្ញុំអត់និយាយសម្ដៅលើហ៊ុនសែនអត់សម្ដៅទៅលើសម្ដេចអគ្គមហាសេនាបតីជួនសន្តិមុខព្រោះទ្រឹស្ដីវាត្រូវទូទៅខ្ញុំសម្ដៅទៅលើប្រទេសដទៃទៀតក៏អញ្ចឹងដែរប្រទេសដទៃទៀតក៏អញ្ចឹងប្រទេសថៃក៏អញ្ចឹងប្រទេសអាមេរិកក៏អញ្ចឹងប្រទេសបារាំងក៏អញ្ចឹងប្រទេសអ៊ីរ៉ង់ក៏អញ្ចឹងប្រទេសអ៊ីរ៉ាក់ក៏អញ្ចឹងដែរមែនទេពូពៅ100បន្ទុកណែយ៉ារិនរស្មីមែនទេ100បន្ទុកត្រូវហើយបងប្អូនបើមេដឹកនាំអត់មាត់អត់កម្របគឺវិនិច្ឆ័យបាត់បង់ប្រទេសយើងលើកឧទាហរណ៍ជាក់ស្ដែងសម្ដេចតេជោគាត់ទម្លាយសារគាត់ជាមួយនឹងថងឋានមាត់អត់កម្របគាត់ធ្វើញ៉ាំធ្វើដូចសេងសេរីចន្ទរាស័យបងប្អូនឃើញដោយសារតែអាសាបែកធ្លាយនឹងធ្វើឲ្យបាត់ទឹកដីឯងហើយប្រជាជននឹងទ្រព្យសម្បត្តិត្រូវគេទម្លាក់គ្រាប់បែកស្លាប់នឹងខ្ទេចទ្រព្យសម្បត្តិប្រជាជនបាត់បង់ផ្ទះសម្បែងរហូតអត់ដីនៅមិនមែនទូទាំងប្រទេសទេប៉ុន្តែអត់មានដីនៅប្រហែល10000គ្រួសារហ្នឹងមានឃើញទេអាហ្នឹងមាត់អត់កម្របកែមលៃក៏ស្លាប់តែគាត់មើលក៏អត់មានវិនិច្ឆ័យប្រទេសទេហើយគាត់ទទួលបានកិត្តិយសការគោរពជារៀងរាល់ឆ្នាំមែនទេសូនតារាឪពុកជាប់គុកប៉ុន្តែទទួលបានកិត្តិយសមនុស្សស្រឡាញ់រាប់អានសូនតារាហើយក្នុងចិត្តរបស់គេស្អប់ទង្វើអយុត្តិធម៌របស់ហ៊ុនសែនឃើញទេឥឡូវយើងមើលហ៊ុនសែនមាត់អត់កម្របបាត់ទឹកដីគ្រោះថ្នាក់ឥឡូវខ្ញុំនិយាយនេះលឿនបរិយខ្ញុំមិនចង់សម្ដៅទៅលើតែសម្ដេចតេជោទេដែលខ្ញុំនិយាយទិសស្ដីទូទៅតែលើកសម្ដេចតេជោជាឧទាហរណ៍មកតែចុះអាមេរិកមាត់អត់កម្របអត់បានដែរមិនចឹងប្រជាជនបាតកម្មទម្លាក់ឬក៏បើនិយាយមាត់អត់កម្របធ្វើអីខុសណាបោះឆ្នោតពាក់កណ្ដាលអាណត្តិគេទម្លាក់បាត់បងប្អូននៅបារាំងដូចគ្នាប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីមាត់អត់កម្របនិយាយទៅខុសតែបន្តិចស្អែកលេលែងនៅអង់គ្លេសនៅប្រទេសថៃប្រវត្តិមាននាយករដ្ឋមន្ត្រីមួយរូបណាដែលគាត់ជាប់ភ្លាមគាត់មាត់អត់កម្របឬក៏សកម្មភាពគាត់នឹងវាសកម្មភាពគាត់គាត់ទៅចូលកម្មវិធីចុងភៅស្អែកឡើងបងប្អូនប្រាប់មានអ្នកខ្លះគាត់ចាំឈ្មោះជាងសូនតារាគាត់ឈ្មោះស្អីទេខ្ញុំឈ្មោះប៉ាន់ប៉ាត់ទេណាដែលគាត់ដែលទៅធ្វើចូលរួមកម្មវិធីចុងភៅឲ្យស្អែកឡើងនេះសភាបោះឆ្នោតទម្លាក់ចោលបាត់មាត់អត់កម្របទៀតឧទាហរណ៍ដូចថងឋានធ្លាក់មាត់អត់កម្របនឹងឯងនៅលើពិភពលោកយ៉ាងនេះមិនថាបារាំងមិនថាអ៊ីតាលីមិនថាអាមេរិកមិនថាថៃមិនថាយួនមិនថាចិនមាត់អត់កម្របរបស់មនុស្សម្នាក់ណាអាចត្រឹមតែនាំទុកជាប់គុកឬក៏ស្លាប់ត្រឹមតែមនុស្សម្នាក់ទេប៉ុន្តែបើមេដឹកនាំមាត់អត់កម្របវានេះប្រទេសហើយបើយើងខ្សោយទៅទៀតណាគឺបាត់បង់ទឹកដីជារឿងមួយដែលយើងត្រូវពិចារណាហើយបើសិនជាមេដឹកនាំមានគតិបណ្ឌិតទៅខ្ញុំថាបើសម្ដេចអគ្គមហាសេនាបតីជួនសែនគាត់មានគតិបណ្ឌិតណាគាត់ត្រូវយល់ហើយគាត់ត្រូវដោះលែងអ្នកទោសមនសិការដែលបញ្ចេញមតិទាំងអស់ពីព្រោះកំហុសហ្នឹងកើតពីគាត់ត្រូវទទួលស្គាល់អាហ្នឹងសិនមែនទេកំហុសគេទទួលផលពីកំហុសគាត់ទេដោយសារតែនាំឲ្យមានសង្គ្រាមព្រំដែនបាញ់គ្នាស្លាប់នាំឲ្យមនុស្សឈឺចាប់ប្រតិកម្មអ្នកខ្លះចង់អាណិតកងទ័ពចង់ជួយកងទ័ពមិនត្រូវអំពាវនាវថាកងទ័ពខ្វះស្បែកជើងខ្វះមែនទេរដ្ឋទ័ពខ្វះស្បែកជើងទៅចាប់គ្នាដាក់គុកសួរថាអាកមនុស្សជាប់គុកទាំងអស់ហ្នឹងណាវាជាផលដែលសម្ដេចបានបង្កើតអញ្ចឹងមើលសម្ដេចមានគតិបណ្ឌិតបើមានធម៌មេត្តានេះត្រូវតែដោះលែងអ្នកទាំងអស់នោះអាហ្នឹងគឺគេអត់ដែលស្ដីបន្ទោសទេគេគ្មាននរណាដែលស្ដីបន្ទោសគ្មាននរណាទៅចង់កំហឹងគ្មាននរណាទៅថាអីទេប៉ុន្តែគេស្ដីបន្ទោសគេចង់កំហឹងពេលណាដែលខ្លួនឯងហ្នឹងទង្វើរបស់ខ្លួនឯងធំមហាក្រាស់ក្រៃដែលបណ្ដាលឲ្យវិនិច្ឆ័យកម្មបាត់បង់ទឹកដីប៉ុន្តែទៅចាប់រឿងចាប់ដូចធីសវណ្ណថាអីទៅវិញបងប្អូនបើសម្រាប់ខ្ញុំណាបងប្អូនអាចខឹងធីបងប្អូនកូនសិស្សសូនតារាត្រូវមានចិត្តទូលាយនិងគតិបណ្ឌិតបងប្អូនខឹងធីសវណ្ណថាដោយសារតែគាត់ក្បត់ណាចុះចូលជាមួយគណៈបកប្រឆាំងលោកឧត្តមគតិទេប៉ុន្តែបងប្អូនត្រូវគិតពិចារណានៅក្នុងស្ថានភាពប្រទេសកម្ពុជាមនុស្សតិចណាស់ដែលអាចទប់ជាមួយនឹងការអូសទាញលួងលោមរបស់ហ៊ុនសែនបានគ្នានៅក្មេងបងប្អូនពិចារណាមើលប៉ុន្តែសូនតារាកាលនៅមនុស្សក្មេងដែរនៅក្រោមអាយុ30ឆ្នាំនេះខ្ញុំអាយុជាងទេគាត់ថាយ៉ាងហោចណាស់មនុស្សវាដូចគ្នាទេបងប្អូនដូចសូនតារានិយាយតាំងនៅក្នុងប្រទេសកម្ពុជាណាមនុស្សដែលបាននិយាយជាមួយហ៊ុនសែនហើយកុំថាឡើយបណ្ឌិតខ្ញុំថាកុំថាឡើយមនុស្សសាមញ្ញសូម្បីតែបណ្ឌិតណាក៏ពិបាកទប់ជាមួយនឹង
ភាសាលួងលោមភាសាចិត្តសាស្ត្រដែលខ្ញុំដាក់អសនាមឲ្យសម្ដេចថាសាស្ត្រាចារ្យចិត្តសាស្ត្រនយោបាយផ្អែមល្ហែមផ្ដាច់ការណាមនុស្សតិចណាស់ដែលអាចទប់ទល់ជាមួយហ៊ុនសែនបានអ្នកដែលអាចទប់ទល់ជាមួយហ៊ុនសែនបានគឺយើងគោរពដោយកម្រអានឹងគឺថាតទៅកំពូលមនុស្សអស្ចារ្យណាមនុស្សអស្ចារ្យណាដែលអាចទប់ទល់ជាមួយហ៊ុនសែនបានអញ្ចឹងបើយើងមើលទៅធីសវណ្ណថាយើងគ្រាន់តែបើអ្នកខ្លះចំណែននឹងប្រជាប្រិយភាពធីសវណ្ណថាពេលដែលឃើញធីសវណ្ណថាចូលគណៈបព្វជិជននឹងជួយជេរបចោថែមអានឹងមានអ្នកខ្លះវាប្រកបដោយក្តីចំណែនឃើញអានឹងល្អយើងកំតិចចោលប៉ុន្តែបើយើងមើលមកជ្រុងទៀតថាគ្នាជាជនរងគ្រោះរបបដែរបើយើងមើលឲ្យទូលាយទៅយើងមើលឲ្យទូលាយទៅថាយើងកុំទៅថ្កោលទោសជនរងគ្រោះណាយើងកុំទៅថ្កោលទោសអ្នកដែលរងគ្រោះក្នុងរបបយើងត្រូវតែថ្កោលទោសជនប្រជាការថ្កោលទោសរបបដោយរបបប៉ុលពតចឹងយើងកុំទៅថ្កោលទោសអ្នកកុកទោសស្លែងយើងកុំទៅថ្កោលទោសអ្នកដកដលងនេះដោយសារតែឯងឃ្លានបានគេយកទៅវាយចោលយើងកុំទៅថ្កោលទោសអ្នកដែលឈឺអត់ទៅធ្វើការឲ្យគេយកទៅវាយចោលណាគាត់ជាជនរងគ្រោះរបបទេសម្រាប់ខ្ញុំណាធីសវណ្ណថាបើទោះបីជាគាត់ក្មេងគាត់មិនអាចទប់ទល់ជាមួយនឹងការអូសទាញរបស់ហ៊ុនសែនបានគាត់ជាជនស្លូតត្រង់គាត់គ្មានទោសកំហុសអីរហូតដល់ជាប់គុកឡើយខ្លះគេថាលោកគ្រូរឿងជាប់គុកធីសវណ្ណថានឹងសម្ដែងទេអាសម្ដែងហ្នឹងក៏វាល្អមើលដែរមែនទេបើសម្ដែងមានកន្លែងខ្លះសម្ដែងយើងបំភ្លេចឃើញទេកន្លែងខ្លះសម្ដែងបើគេលេងសម្ដែងយើងឈរមើលផ្ទះដៃទៅវាល្អមើលប៉ុន្តែបើយកធីសវណ្ណថាមកសម្ដែងវាល្អមើលវាបោកអាក្រាតវាជាសារប្រាប់ទៅលលោកបូលដតីទៀតលលោកបូលដតីទៀតហ្នឹងណាឲ្យងាកចេញពីហ៊ុនសែនឲ្យមកយកសនរាធ្វើគ្រូងាកចេញពីហ៊ុនសែនយកសនរាធ្វើគ្រូគ្រាន់តែក្បាលយើងងាកទៅសម្ដេចណាហើយងាកបោសនរាវិញគឺចប់មានន័យថាម៉េចបងប្អូនមានន័យថាយើងមើលមនុស្សខុសទេយើងឃើញហ៊ុនសែនផ្អែមល្ហែមយើងឃើញហ៊ុនសែននិយាយជាមួយយើងដូចកូនយើងឃើញសម្ដេចនិយាយជាមួយយើងដូចនេះចៅយើងឃើញសម្ដេចនេះស្និទ្ធស្នាលថតរូបជាមួយយើងឃើញសម្ដេចហូបបាយជាមួយយើងឃើញសម្ដេចសិតតែជាសិល្បៈនៃការត្រួតត្រាបែបចិត្តសាស្ត្រនិងជាការសម្ដែងទេហើយយើងយល់ច្រឡំថាសម្ដេចជាមនុស្សមានគុណធម៌ជាមនុស្សដែលមានបេះដូងមហាសមុទ្រប៉ុន្តែណាបងប្អូនសម្ដេចគឺជាថ្នាំពុលដែលមានរសជាតិផ្អែមល្ហែមណារសជាតិឈ្ងុយឆ្ងាញ់យើងច្រឡំយើងមើលហ៊ុនសែនខុសហើយសូនតារាគាត់ប្រាប់ថាមើលហ៊ុនសែនខុសហើយមែនទេបើសិនណាអ្នកដតីសម្ដេចអូសទាញមិនដល់ស្មើខ្ញុំផងបងប្អូនត្រឹមតែជេរគណៈបពប្រឆាំងលៀបសការៈតិចតួចតែចុះចូលសម្ដេចណាគម្រាមខ្ញុំហៅឪពុកម្ដាយខ្ញុំទៅទៀតណាខ្ញុំអត់ទៅបាក់តាំងផងបងប្អូនដល់ថ្នាក់ខ្ញុំទេបងប្អូនណាអ្នកដតីទៀតឧទាហរណ៍ថាព្រៀបកុលក៏ដោយអ្នកណាខ្ញុំនិយាយអ្នកខ្លាំងក៏ដោយមិនទាន់ដល់អីទេក៏ទៅអត់រួចដែរទៅអត់ទប់ជាមួយហ៊ុនសែនបានទេអ្នកដែលទប់ជាមួយហ៊ុនសែនបានមានដោយកម្របាទបងប្អូនរំភើបប៉ុណ្ណានៅពេលណាដែលសម្ដេចយកទទួលឪពុកម្ដាយរបស់បងប្អូនទៅតែបងប្អូនរំភើបប៉ុណ្ណាសម្រាប់សូនតារាសាមញ្ញពួកខ្ញុំយល់ថាវាមិនមែនជាគុណធម៌វាមិនមែនជាការពិតទេវាជាសិល្បៈវាជាការសម្ដែងដើម្បីអូសទាញតែប៉ុណ្ណោះខ្លឹមសារពិតប្រកបជាថ្នាំពុលវាមិនមែនជាទឹកឃ្មុំឡើយសុយសែនមិនជាទឹកឃ្មុំឡើយណាអញ្ចឹងបានគេរឿងស្ទីសវណ្ណថាខ្លះគេថាសម្ដែងបើសម្ដែងក៏ល្អមើលដែរដើម្បីដាស់តឿនដល់លលោកនិងអ្នកចោះចូលមួយចំនួនចាម៉ាថាវាមើលសម្ដេចខុសហើយសម្ដេចដែលពេលជួបយើងមុខជូរសម្ដេចជូតទឹកភ្នែកសម្ដែងមនោសញ្ចេតនាក្តីស្រឡាញ់រំភើបរីករាយមានគុណធម៌អត់ទោសមែនទេត្រាប្រណីមែនទេកក់ក្ដៅអានឹងវាជាសិល្បៈទេដោយតែសូនរាឆ្លើយទៅនឹងសំណួររបស់បងប្អូនកាលពីម្សិលមិញគឺថាតើសម្ដេចគាត់ទៅបុណ្យសពនៃម្ដាយរបស់លោកធានកម្មសខាយ៉ាងណាចម្លើយមាន2ទី1ល្អជាការគ្រប់គ្នាទៅវិញទៅមកមិនត្រូវយកវាធ្វើជារឿងសំខាន់ទេទី2បើយើងនិយាយអំពីថាអូដោយសារតែអានឹងគុណធម៌ចុះដែលអ្នកដតីទៅគ្រប់គ្នានឹងអត់គុណធម៌ធីនធីសំបីតែកែមរងឈុនក៏គាត់ទៅដែរណាប៉ុន្តែសំណួរមួយខ្ញុំចម្លើយនេះក៏ឆ្លើយថាតួអង្គព្រះពុទ្ធនៅក្នុងរឿងនេះមិនមែនព្រះពុទ្ធទេហើយតួយក្សនិងតួស្ដេចនៅក្នុងរោងល្ខោនមិនមែនជាយក្សមិនមែនជាស្ដេចទេហេតុអីព្រោះវាជាការសម្ដែងមានន័យថាគុណធម៌ដែលសម្ដែងមិនមែនជាគុណធម៌ទេពីព្រោះពួកឃាតករក៏អាចដាក់បាតលោកបានដែរលោករាហៀនឃាតករដាក់បាតលោកមិនមែនមានន័យថាអ្នកនោះជាអ្នកប្រាជ្ញឬអ្នកបណ្ឌិតឡើយមែនទេរាល់ទម្រង់ចិត្តសាស្ត្រដែលសម្ដេចគាត់ធ្វើគឺសុទ្ធតែជាសិល្បៈនៃការសម្ដែងហើយកន្លងមកណាមានមនុស្សតិចណាស់ដែលអាចទប់ទល់ជាមួយសម្ដេចបានមានតិចណាស់ហើយសម្ដេចគាត់មោទនភាពណាស់ថាគាត់ខ្លាំងអស្ចារ្យប៉ុន្តែជាទូទៅព្រះជាម្ចាស់តែងតែមានមនុស្សម្នាក់ដែលកំណត់ជោគវាសនាមួយថាអំពើអាក្រក់ទោះជាមានដែនកំណត់យ៉ាងណាក៏ដោយត្រូវតែមានទោះជាគ្មានដែនកំណត់យ៉ាងណាក៏ដោយត្រូវតែមានអ្វីមួយមកកំណត់វាថា
វាត្រូវតែចាញ់អីមួយអានេះចាញ់អីមួយអានឹងវាជាច្បាប់ធម្មជាតិមកណាជាច្បាប់ធម្មជាតិអញ្ចឹងសរុបសេចក្តីមកវិញសារនេះខ្ញុំនិយាយតែពីរចំណុចទេពាក់ព័ន្ធជាមួយនឹងទ្រឹស្ដីរបស់សូនតារាថាបើសិនជាខ្ញុំធ្វើខុសឬក៏ខ្ញុំមាត់អត់កម្រប់មានវិបត្តិតែខ្ញុំក្រុមគ្រួសារខ្ញុំមួយទេកែមលៃស្លាប់តែគាត់មួយទេប្រទេសកម្ពុជាអត់មានពីនេះទេប៉ុន្តែបើមានដំណំមាត់អត់កម្រប់វិនិច្ឆ័យប្រទេសមួយទៅមួយណាអានឹងគឺជាសារសំខាន់សម្រាប់ដាក់ទឿនទៅដល់បងប្អូនហើយបើគេថារឿងសវណ្ណថាជារឿងសម្ដែងក៏វាល្អមើលដែរជាការដាស់តឿនទៅឲ្យលលោកដតីទៀតដែលយល់ច្រឡំថាហ៊ុនសែនជាពុកធរជាពុកដែលមានគុណធម៌មហាកតិបណ្ឌិតណាបងប្អូនមើលការសម្ដែងរបស់គាត់ទេធៀបពិតរបស់គាត់គឺជាថ្នាំពុលអ្វីដែលបងប្អូនឃើញការសម្ដែងរបស់គាត់ហ្នឹងដែលបងប្អូនភ្លក់ទៅតែផ្អែមហ្នឹងគឺជាទឹកខ្មុំតាមពិតណាសារជាតិរបស់គាត់ជាថ្នាំពុលទេងាកមកមើលសូនតារាយកសូនតារាធ្វើគ្រូហើយដើរតាមសូនតារាទើបបងប្អូនមានកតិបណ្ឌិតជាងព្រៃចំណេះ share វីដេអូនេះទៅកាន់ព្រៃចំណេះដទៃទៀតទូរទស្សន៍សូនតារាស្រេចខោជន់ផ្ដាច់ការសុភិនកេសផ្លាស់ប្ដូរផ្នែកកណិតចិន្តាកម្មខណ្ឌចប់នីតិកំសាន្តបាទរឿងនយោបាយចប់ត្រឹមនេះឥឡូវខណ្ឌណាបារាំងអេស្ប៉ាញជួបគ្នាយប់នេះនៅប្រទេសបារាំងដែលព្រឹករំលងអាត្រិតនៅក្នុងប្រទេសកម្ពុជាបារាំងអេស្ប៉ាញធ្វើឲ្យពិភពលោកផ្ទុះការវែកញែកដែលខ្ញុំសរសេរថាបារាំងអេស្ប៉ាញធ្វើឲ្យពិភពលោកផ្ទុះការវែកញែកហើយនឹងកាត់សេចក្តីក្រោយការបញ្ចប់ការប្រកួតគឹមឡៃហ្នឹងណាខ្ញុំបានសរសេរអត្ថបទ status ខ្លីមួយថាវគ្គពាក់កណ្ដាលផ្ដាច់ប្រត់ដូចនេះមានអង់គ្លេសអាហ្សង់ទីនប៉ុន្តែហេតុអីបានជាគេចាប់អារម្មណ៍ណាជាងចាប់អារម្មណ៍បារាំងអេស្ប៉ាញច្រើនជាងខ្ញុំបានអានខមមិនបងប្អូនចោះថាមកពីលោកគ្រូគ្រប់ត្រូលបារាំងបានមើលឃើញអញ្ចឹងមែនទេបងប្អូននៅក្នុងប្រទេសកម្ពុជាបងប្អូនមើលតែព័ត៌មានស្រុកខ្មែរបើខ្ញុំនៅបារាំងខ្ញុំមានព័ត៌មានជាច្រើនថាវរៈនេះទួនថាវរៈមានន័យថាបងប្អូនខ្ញុំមើលទៅលើទស្សនៈរបស់កីឡាករចាស់ៗដូចជាកីឡាករប្រេស៊ីលរ៉ូណាល់ដូរ៉ូណាញ៉ូណាគេព្យាករខ្ញុំមើលទៅលើកីឡាករ David Beckham ខ្ញុំមើលទៅលើព័ត៌មានអង់គ្លេសខ្ញុំមើលទៅលើព័ត៌មានបារាំងគឺវាឃើញតែមនុស្សហ្នឹងណាសូម្បីតែ David Beckham ហ្នឹងក៏ផ្ដោតទៅលើបារាំងអេស្ប៉ាញដែររឿងអង់គ្លេសហើយនឹងអាហ្សង់ទីនវាចាត់ទុកដូចជាមនុស្សគិតថាធម្មតាដូចជាមនុស្សវាអត់ផ្ទុះការវែកញែកជាខ្នាតអន្តរជាតិទេណាជាខ្នាតអន្តរជាតិទេសូម្បីនៅស្រុកខ្មែរយើងអ្នកដែលតាមដានបាល់ទាត់ខ្លាំងគឺក៏វាមានដែរអញ្ចឹងខ្ញុំចោទជាសំណួរនេះខ្ញុំសួរថាហេតុអីបានជាពិភពលោកពីព្រោះខ្ញុំមើលទៅលំដាប់ប្រទេសធំជាពិសេសតារាបាល់ទាត់ពិភពលោកហ្នឹងគឺគេចាប់អារម្មណ៍ហើយប្រព័ន្ធផ្សព្វផ្សាយបារាំងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបអីហ្នឹងណាគឺភាគច្រើនគឺឃើញតែបារាំងអេស្ប៉ាញខ្លះថាបារាំងខ្លះថាអេស្ប៉ាញខ្លះថាអេស្ប៉ាញថាបារាំងប៉ុន្តែដល់តែរឿងអាហ្សង់ទីននិងអង់គ្លេសវាមានដែរដូចថារឿងហ្នឹងវាមានបារាំងអេស្ប៉ាញវាចូលដល់ 70% ដែលមនុស្សនិយាយទៅពីវាមែនទេដែលចង់និយាយថាវាគ្រប់ដណ្ដប់ប្រព័ន្ធផ្សព្វផ្សាយវាគ្រប់ដណ្ដប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាពិសេសនៅអឺរ៉ុបនិងប្រទេសអាមេរិកទ្វីបអាមេរិកដូចជាអាហ្សង់ទីនដូចជាប្រេស៊ីលដូចជាប៉ារ៉ាហ្គាយអ៊ុយរ៉ាហ្គាយអញ្ចឹងគឺភាគច្រើនគឺគេផ្ដោតលើបារាំងនិងអេស្ប៉ាញហេតុអីលេងពេងសោមែនទេចម្លើយពីព្រោះយើងមិនបាននិយាយច្រើនទេបើចម្លើយសូនតារាណាពីព្រោះមនុស្សវាតម្លៃសមត្ថភាពឃើញថាមិនគួរណាក្រុមខ្លាំងទាំងពីរនេះវាទៅធ្លាក់មួយក្រុមខ្លាំងទាំងពីរនេះវាទៅធ្លាក់មួយរឿងអាហ្សង់ទីនហើយនិងអង់គ្លេសវានិយាយថាអង់គ្លេសវាអត់ទៅផ្ទុះណាវាទៅប៉ះអាហ្សង់ទីនអញ្ចឹងទៅមនុស្សក៏ចាប់អារម្មណ៍ដែរប៉ុន្តែវាអត់ខ្លាំងខ្លាដូចបារាំងនិងអេស្ប៉ាញអេស្ប៉ាញដោយសារក្រុមហ្នឹងវាជាក្រុមខ្លាំងទាំងពីរណាអេស្ប៉ាញទៅតែយូរ៉ូទម្លាក់បារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ប្រាច់មែនទេបារាំងណាកាន់បាល់ពីរង្វាន់បាល់ទឹកពិភពលោក2022ហើយណាអាហ្សង់ទីន2022សំទោសអាបារាំង18អាហ្សង់ទីន2022ប៉ុន្តែអង់គ្លេសអត់កាន់ពាននៅចឹងទៅវាទៅជួបអង់គ្លេសនៅការទូទាយើងសួរថាមួយណាក៏បានដែរបងប្អូនកុំទៅឆ្លោះគ្នារឿងហ្នឹងណាសូនតារាផ្ដាំឲ្យកុំសិស្សសូនតារាឲ្យឆ្លោះគ្នារឿងហ្នឹងទេគេថាខ្លះគេថាអង់គ្លេសយើងចាំតែមើលទៅណាក្នុងចិត្តយើងថាទៅខ្លះគេថាអាហ្សង់ទីនហើយយើងទៅខឹងគេអាម៉េចមកបើមិនទាន់ចេញផងខ្លះគេថាបារាំងយើងចាំមើលទៅខ្លះគេថាណែអេស្ប៉ាញ
យើងចាំមើលលទ្ធផលជាក់ស្ដែងអ្នកណាថាអីថាទៅចាក់ឆ្នោតណាកុំទៅខំគេចាក់ខុសពីយើងចាក់កតុយលេងអ្នកណាចាក់10ចាក់ទៅអ្នកណាចាក់20ចាក់ទៅយើងចាំអ៊ុតមើលទៅចេញណាហ្នឹងហើយអ្នកណាចាក់ត្រូវហ្នឹងហើយចាក់ត្រូវមិនមែនអីអស្ចារ្យទេអស្ចារ្យអ្នកលេងឯណោះយើងទោះទីត្រូវឬខុសក៏អត់អស្ចារ្យស្មើអ្នកលេងដែរយើងគ្រាន់តែថាត្រូវទេប៉ុន្តែបើយើងមានសមត្ថភាពមើលជើងយើងថាត្រូវគ្រាន់តែយើងមនុស្សដែលមានប្រាជ្ញាជាងគេតែទេតែប៉ុណ្ណឹងឥឡូវខ្ញុំនិយាយតែនេះខ្ញុំណែបដល់រឿងណែបារាំងហើយនឹងអេស្ប៉ាញលេងយប់នេះមានផ្ទុះរឿងមួយគឺម៉ៃសេគុនចាំមិនខ្ញុំលើកយកហើយមានបងប្អូនផ្ញើមកខ្ញុំច្រើនណាស់ព្រោះបងប្អូនដឹងថាខ្ញុំគ្រប់គ្រងបារាំងខ្ញុំវាច្បាស់ហើយបារាំងរបស់ខ្ញុំប្រទេសបារាំងប្រទេសទី2របស់ខ្ញុំឲ្យខ្ញុំទៅគ្រប់គ្រងអ្នកណាទី1ឧត្តមគតិរបស់ខ្ញុំគ្រប់គ្រងបារាំងនេះទី2ស្រឹងគង់ណាបារាំងខ្លាំងមែនទទួលស្គាល់បារាំងខ្លាំងមែនបើប្រទេសរបស់ខ្ញុំមែនប៉ុន្តែបើបារាំងអត់ខ្លាំងខ្ញុំគ្រាន់តែគ្រប់គ្រងបែបឧត្តមគតិប៉ុន្តែខ្ញុំអត់គ្រប់គ្រងសមត្ថខ្ញុំអត់គ្រប់គ្រងថាវាកាន់ពីនេះឧត្តមគតិផ្ទះដៃអបអសាទរគ្រប់គ្រងថាកាន់ពីរប៉ុន្តែវាទាំងពីរបើសម្រាប់ខ្ញុំមើលទៅឃើញទាំងពីរខណ្ឌអានេះរឿងខ្ញុំនេះបងប្អូនបាច់និយាយថាខ្ញុំគឺគ្រប់គ្រងបារាំងហើយ 100% បាច់និយាយអីតទៀតនេះហើយខ្ញុំធ្លាប់និយាយបើតរឿង3សំណាងសមត្ថភាពសំណាងនិងក្រយៅសមត្ថភាពតែងតែឈ្នះច្រើនតែឈ្នះមិនមែនតែងតែឈ្នះទេសំណាងតែងតែកើតមានចំពោះអ្នកដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នានិងស្មើគ្នានេះឯចំណែកក្រយៅគឺជាការកត់សម្គាល់ខ្ញុំនិយាយម្ដងទៀតបាល់ទាត់បារាំងអេស្ប៉ាញមិនបារាំងលេងឈ្នះអេស្ប៉ាញពេចណាស់ស្ទើរលោកគ្រូគ្រប់គ្រងបារាំងមិនក៏និយាយអញ្ចឹងចុះការពិតគឺអញ្ចឹងខ្ញុំនិយាយមិនខ្ញុំគាត់គ្រប់គ្រងតែការពិតបារាំងលេងឈ្នះអេស្ប៉ាញពេចណាស់ក្នុង10ប្រកួតបារាំងអេស្ប៉ាញឈ្នះបារាំង6ទៅ7ប្រកួតដែរមែនទេហើយប្រកួតចុងក្រោយរាប់ចាប់ពីឆ្នាំ2024មកដល់ឆ្នាំ2026នេះណា2ឆ្នាំចុងក្រោយនេះបារាំងលេងមិនដែលឈ្នះអេស្ប៉ាញឡើយប៉ុន្តែស្អីគេមានប៉ុន្តែបើបាល់ទាត់ពិភពលោកអានេះកញ្ចៅរបស់វាបាល់ផ្សេងដូចជា Europe ដូចជា League Nation National League មានន័យថាជាតិសហភាពជាតិអីចឹងទៅបាល់ទាត់អីផ្សេងជួបក្លឹបជួបមិត្តភាពជួបអីណាបារាំងច្រើនតែចាញ់តែម្ដងច្រើនតែចាញ់អេស្ប៉ាញដល់លីអុយប៉ុន្តែបើ World Cup បើនិយាយពីកញ្ចៅ World Cup គឺអេស្ប៉ាញលេងអត់ឈ្នះបារាំងទេលេងឈ្នះបារាំងទេអានេះខ្ញុំនិយាយពីកញ្ចៅទៅវាពិតវាមិនដឹងទេឥឡូវខ្ញុំនិយាយរឿងមួយបងប្អូនមានចាំបានសម្ដីខ្ញុំទេហើយរឿងហ្នឹងវាត្រូវមានបងប្អូនថាលោកគ្រូណែប៉ាកែលេងប៉ាកែមើលបាល់អញ្ចឹងមែនទេចាក់បាល់មើលខ្ញុំអត់មានទម្លាប់លេងល្បែងខ្ញុំមើលកំសាន្តហើយខ្ញុំទុះទាយទៅតាមខ្ញុំមិនមែនទុះទាយព្រាវទេណាមិនមែនចាក់ឆ្នោតទេណាខ្ញុំមើលជើងខ្ញុំមើលកីឡាករណាពួកខ្ញុំអ្នកលេងបាល់ហើយធ្លាប់ជាគ្រូបង្វឹកកូនក្មេងក្នុងនេះមានកូនសិស្សសូនតារាធំហ្នឹងធ្លាប់ខ្ញុំបង្ហាត់ក្មេងអាយុ10ចន្លោះ14 12ដល់14ឆ្នាំកាលខ្ញុំធ្វើជាគ្រូនៅវិទ្យាស្ថានមួយហ្នឹងខ្ញុំបង្ហាត់ឲ្យដឹកនាំសិស្សបានជ័យលាភីណាជ័យលាភីលេខ1ទាំងពីរក្រុមហើយមានគ្រូកូនសិស្សខ្ញុំធ្លាប់ដឹកនាំគ្រូគ្នាឯងណាគ្រូគ្នាឯងហ្នឹងឡើងទៅដល់វគ្គប្រាច់ព្រាត់ណាពីសម័យកាលជាប់គ្នាខ្ញុំគ្រូបង្វឹកតែខ្ញុំមើលបាល់ដឹងអានេះអញ្ចឹងអានេះវាខ្ញុំមើលចេះយើងនិយាយពីកញ្ចៅបើយើងនិយាយអំពី World Cup គឺអេស្ប៉ាញច្រើនតែចាញ់បារាំងអត់ទៅមើលកំណត់ត្រាប៉ុន្តែបើក្រៅ World Cup បារាំងច្រើនតែចាញ់អេស្ប៉ាញប៉ុន្តែឥឡូវនេះខ្ញុំនិយាយកម្រិត World Cup ឃើញទេបើយោងតាមកញ្ចៅដូចដែលខ្ញុំថាប្រេស៊ីលគឺលេងមិនដែលឈ្នះណូវេទេមិនដែលឈ្នះណូវេទេទោះជាមានប៉េឡេមានរ៉ូណាល់ដូមានកាមានរ៉ូណាល់ញ៉ូនេះមានកាឡូសក៏លេងមិនឈ្នះណូវេដែរលេងអត់ឈ្នះណូវេខ្លាំងបំផុតបានស្មើអានឹងកាយ៉ៅអញ្ចឹងបើយោងតាមកយ៉ៅខ្ញុំនិយាយចឹងណាតែសមត្ថភាពក៏ឈ្នះគឺយកនេះបារាំងឈ្នះព្រោះវាជា World Cup វាមិនមែនជាពានអីផ្សេងទេមួយប៉ុន្តែរឿងដែលគួរចាប់អារម្មណ៍មួយបងប្អូនផ្ញើសាររឿងម៉ៃសេគុនខ្ញុំធ្លាប់និយាយម៉ៃសេគុនគាត់យកអាសង្ទីននៅអេស្ប៉ាញគាត់ខ្ញុំចាំអត់ច្បាស់គឺប្រទេសណាដែលប៉ះជាមួយនៅអេស៊ីបប៉ះជាមួយអេស៊ីបកាលនោះម៉ៃសេគុនគាត់អត់ស្រឡាញ់អេស៊ីបទេគឺគាត់យកអេស៊ីបដើម្បីវាច្រាស់ឥឡូវនេះវាចូលទៅដល់ដេឡាម៉ាទៀតតើម៉ៃសេគុនគាត់ស្រឡាញ់បារាំងឬគាត់ស្អប់បារាំងអានឹងដូចសម្ដេចតើគាត់ស្រឡាញ់បារាំងឬស្អប់បារាំងមែនទេពីព្រោះបើសិនជាគាត់ស្រឡាញ់បារាំងហើយគាត់ទទួលស្គាល់បានខែថាខ្លួនឯងនឹងចង្រៃគាត់ត្រូវយកអេស្ប៉ាញមែនទេប៉ុន្តែបើសិនជាគាត់អត់ទទួលស្គាល់ខ្លួនឯងចង្រៃទេគាត់ស្រឡាញ់បារាំងគឺគាត់យកបារាំងប៉ុន្តែ
ខ្ញុំនិយាយតែនេះមួយបែបវិទ្យាសាស្ត្រក្នុងនេះមានកូនសិស្សសនតារាណាជាសាស្ត្រាចារ្យគណិតវិទ្យាឬកូនសិស្សគណិតវិទ្យាឬមិនបាច់ទេមនុស្សធម្មតាក៏បានខ្ញុំឆ្លើយមានបងប្អូនយើងផ្ញើសារមកច្រើនខ្ញុំឆ្លើយទៅកាន់ប្រិយមិត្តម្នាក់គេថាលោកគ្រូឥឡូវម៉ៃសគុណគាត់សែនមន់ស្ងោ2គឺសង្ស័យ20ណាគឺមន់ស្ងោហ្នឹងគឺអេស្ប៉ាញស៊ីខ្ញុំយកអេស្ប៉ាញហើយលោកគ្រូគឺស្រ័យចង្រៃនេះខ្ញុំក៏ឆ្លើយតបទៅគាត់2ចំណុចវិញថាទី1ពេលដែលម៉ៃសគុណយកបារាំងនាំគ្នាស្រែកពេញប្រទេសដល់តែពេលសម្ដេចយកបារាំងអត់មានអាណាស្រែកអីមួយម៉ាត់មួយអាចនៃនយោបាយគឺចង្កើម៉ៃសគុណគាត់មិនហ៊ានធ្វើអីឲ្យខុសពីហ៊ុនសែនទេមែនទេមិនខុសពីហ៊ុនសែនទេប៉ុន្តែអានេះចម្លើយទី1ចម្លើយទី2ម៉ៃសគុណសយហ៊ុនសែនសយបើនៅក្នុងគណិតវិទ្យាអវិជ្ជមានដកណាបើសិនជាសម្ដេចយកបារាំងម៉ៃសគុណយកអេស្ប៉ាញអានឹងអាចទាញគ្នាបោកចូលគ្នាទៅជាដកអាចបារាំងចាញ់គាត់ណាបើសិនជាសម្ដេចយកអេស្ប៉ាញយកបារាំងនេះសួងឈានម៉ៃសគុណយកអេស្ប៉ាញអានឹងគុណចូលគ្នាទៅគឺដកមានន័យថាបោកគុណនឹងដកបោកគុណដកអានេះមានន័យថាបារាំងចាញ់ប៉ុន្តែបើសិនជាសម្ដេចសយតំណាងឲ្យសភាវៈសយម៉ៃសគុណតំណាងឲ្យសភាវៈសយដកគុណនឹងដកស្មើបោកមានន័យថាបើយោងតាមម៉ៃសគុណមានន័យថាយុគនេះបារាំងឈ្នះវិញមែនទេហេតុអីឥឡូវបងប្អូនយកកាសចូលចុចមើលដកគុណនឹងដកស្មើនឹងបោកមានន័យថាវិជ្ជមានវិញឈ្នះជ័យជំនះបន្តបោកមានន័យបន្តដំណើរទៅមុខទៀតបើសិនជាហ៊ុនសែនហើយនឹងម៉ៃសគុណយកខុសគ្នាគុណចូលគ្នាទៅបារាំងចាញ់ប្រើស្មើដកប៉ុន្តែបើសិនជាហ៊ុនសែនគាត់សយដកម៉ៃសគុណសយដកគុណនឹងដកស្មើបោកអញ្ចឹងជាផលល្អវិញតែរបស់ពេលលោកគ្រូគ្រប់គ្រងបារាំងចេះទាញហេតុផលឲ្យទៅធ្វើបារាំងប៉ុន្តែនឹងជាការប៉ັດចាំតែមើលទៅបើជឿសូនតារាวันนี้ចាំតែមើលបើជឿសូនតារាអញ្ចឹងម៉ៃសគុណណាសយអត់កើតទេដោយសារអីដោយសារគាត់មានដៃគូសយដល់តែមានដៃគូសយអាសយបូកសយណានៅលើក្នុងនេះបងប្អូនលើក្នុងនេះខ្ញុំសួរមើលអ្នកណាដែលចាំវិធីមូលដ្ឋានគណិតវិទ្យាបងប្អូនយកដកគុណដកមើលនេះអូរ៉ៃអនបងប្អូនយកដកគុណដកស្មើអីបោកចុះយកបោកគុណបោកគុណបោកគឺបោកមែនទេអញ្ចឹងបើកណាម៉ៃសគុណហើយហ៊ុនសែនវិជ្ជមានម៉ៃសគុណវិជ្ជមានហ៊ុនសែនវិជ្ជមានគុណវិជ្ជមានបើសិនជាហ៊ុនសែនដកម៉ៃសគុណដកគុណដកវិជ្ជមានអញ្ចឹងបើយោងតាមកញ្ចៅណាបើយោងតាមសយបូកនឹងសយគឺខ្ញុំជឿថាបារាំងនឹងឈ្នះអេស្ប៉ាញនៅយុគនេះអានេះខ្ញុំជឿទេប៉ុន្តែការពិតវានឹងបង្ហាញយើងគ្រាន់តែទីទេមួយទៀតបងប្អូនពិភពលោកគេនាំគ្នាបូលច្រើនណាស់បងប្អូនដែលឃើញខ្លះគេបូលតាមម៉ាស៊ីនខ្លះគេបូលតាមឆ្មាខ្លះគេបូលតាមឆ្កែបូលតាមឆ្មាបូលតាមឆ្កែមិនទេខ្ញុំឃើញនៅពួកអឺរ៉ុបគេធ្វើមានសម្បូរវីដេអូបូលតាមឆ្នាំឆ្មាមិនទេគេថាណែគេដាក់ចំណីពីកំប៉ុងមួយគេដាក់ទង់ជាតិបារាំងកំប៉ុងមួយគេដាក់ទង់ជាតិអេស្ប៉ាញហើយគេប្រឡែងឲ្យឆ្មាទៅស៊ីបើឆ្មាទៅស៊ីអាកំប៉ុងណាមានន័យថាកំប៉ុងហ្នឹងឈ្នះមែនទេឆ្មាខ្ញុំឃើញគេបូល2គេបូលឆ្មាមួយបូលឆ្កែមួយប៉ុន្តែនៅប្រទេសផ្សេងគ្នាឆ្មាទៅស៊ីឃើញទេនៅអានៅកំប៉ុងបារាំងអញ្ចឹងមានន័យថាបារាំងធីកអេស្ប៉ាញខ្វែងដល់តែមួយទៀតគេយកឆ្កែវិញគេដាក់ចំណីដូចគ្នាអញ្ចឹងគេដាក់ចានឆ្កែចានហ្នឹងនេះចានមួយគេដាក់ទង់ជាតិបារាំងចានមួយគេដាក់ទង់ជាតិអេស្ប៉ាញហើយអាឆ្កែវាទៅស៊ីទៀតប៉ុន្តែក៏មានប្រទេសដទៃទៀតបូលទៅណាគេឃើញគេបូលតាមទឹកគួចគេដាក់ទឹកគួចឲ្យទឹកហូរណែមានគេដាក់ណែកាក់ហ្នឹងគឺកាក់ទង់ជាតិអេស្ប៉ាញកាក់ទង់ជាតិបារាំងហើយវាហូរទៅតាមទឹកជាមើលអាណាហូរទៅដល់គេដាក់ទៅដល់គោលដៅមុនណាហូរទៅដល់គោលដៅមុនមានន័យថានឹងឈ្នះគឺមើលគេបូលតាមកាក់ហ្នឹងគឺឃើញអេស្ប៉ាញហូរទៅដល់គោលដៅមុនប៉ុន្តែទោះយ៉ាងណាក៏ដោយដែលខ្ញុំនិយាយថារឿងអាល្លឺម៉ង់រឿងអង់គ្លេសអាយ៉ង់ទីនវាអត់ទៅផ្ទុះរឿងដូចអត់ទៅឃើញមែនទេអត់ទៅឃើញមានការផ្ទុះការបែបនេះទេប៉ុន្តែបងប្អូនណាបើយោងតាមការបូលនៅលើពិភពលោកគេបូលឃើញថាបារាំងឈ្នះអេស្ប៉ាញប៉ុន្តែការពិតជាក់ស្ដែងគឺជាការប្រកួតនៅយុគនេះតែប៉ុណ្ណឹងអត់មានទេហើយ
លទ្ធផលយ៉ាងណាយើងទទួលស្គាល់ការពិតចំអត់មានអីខុសពីនឹងទេមែនទេរឿងមុនពេលហ្នឹងមនុស្សត្រូវតែមានវិធីសាស្ត្រផ្សេងៗដើម្បីកំណត់ចំណាំហើយអញ្ចឹងរឿងបូលនេះគឺជារឿងដែលគេធ្វើហើយអាចត្រូវច្រើនដែរបងប្អូនបូលដូចបូលតុកកែខ្មែរយើងបូលសម្រាប់ខ្ញុំនិយាយរឿងសានតុកហ្នឹងដែលលាវប៉ៃទៅស្វែងរកទៅជួបខុងមិញ2 3ដងអត់ទៅជួបហ្នឹងគាត់បូលទៅលើនេះជួបមែនគឺខុងមិញកំពុងតែដេកអញ្ចឹងនីតិកំសាន្តគឺអត់មានអីទេសរុបសេចក្តីមកលទ្ធផលយ៉ាងណាណែយើងថារៀងខ្លួនទៅខ្ញុំថាបារាំងបងប្អូនថាអីផ្សេងទៅបើតែខ្ញុំនិយាយមានហេតុផលបងប្អូននិយាយទៅតាមមនោចេតនាឬមានហេតុផលរបស់បងប្អូនទៅតែលទ្ធផលយ៉ាងណាមានតែការប្រកួតហើយទទួលយកទាំងអស់គ្នាមែនទេខ្ញុំអ្នកណាឈ្នះក៏ឈ្នះទៅប៉ុន្តែបើបារាំងប្រាថ្នាក្តីប្រាថ្នាគឺបារាំងហើយប៉ុន្តែបើអេស្ប៉ាញឈ្នះអ្នកគ្រប់គ្រងអេស្ប៉ាញគេអបអរសាទរគេសប្បាយទៅយើងកុំទៅខឹងគេមែនទេហើយយើងតទៀតទៅពីព្រោះអ្នកធ្លាក់មិនមែនមានតែយើងមិនមែនមានតែអេស្ប៉ាញនិងបារាំងទេគឺពិភពលោកធ្លាក់អស់ហើយចុងក្រោយវាសល់តែម្នាក់ទេអញ្ចឹងបើយើងខ្លាំងអាម្នាក់ហ្នឹងណាយើងនឹងដើរទៅដល់កន្លែងហ្នឹងព្រៃចំណេះ share វីដេអូនេះទៅកាន់ព្រៃចំណេះដទៃទៀតទីនធីទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបើយើងចូលទៅដល់របៀបប្រាក់ចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងបាទបងប្អូនថាទៅណាកុំខឹងគ្នាដូចសូហ្វីសៅគាត់ថាបារាំងគាត់នៅស្រុកបារាំងគាត់ស្រឡាញ់បារាំងអ្នកខ្លះថាអេស្ប៉ាញគាត់ថាទៅបងប្អូនថាទៅព្រោះខ្ញុំចង់ឲ្យបងប្អូនកុំខ្លាចខ្ញុំណាថាខ្ញុំគ្រប់គ្រងបារាំងច្បាស់បារាំងបងប្អូនថាអេស្ប៉ាញខ្ញុំក៏អានដែរខ្ញុំថាអេស្ប៉ាញថាអញ្ចឹងណាអញ្ចឹងនេះអត់មានអីចម្លែកទេណាលទ្ធផលគឺនៅលើការប្រកួតទេយើងអាចទស្សទាយបានរៀងៗខ្លួនទេតើអញ្ចឹងបានជាខ្ញុំលើកនេះហេតុផលផ្សេងៗដើម្បីលើកទឹកចិត្តបងប្អូនយើងមួយចំនួនផងបាទណាហើយមានគេហៅថាមានហេតុផលវិទ្យាសាស្ត្រមកហេតុផលការចំណាំមួយថារឿងអីក៏ដោយបើកាលណាយើងយកមកនិយាយវាសាប្រលៀបប្រទេសថាម៉ៃសកុនហ៊ុនសែនគាត់ស្រួយតែស្រួយប៉ះស្រួយស្មើសំណាងវិញទេបើនិយាយពីគណិតវិទ្យាបាទនេះដកប៉ះដកទៅជាបូកវិញហ្នឹងកើនណាដកប៉ះដកទៅជាបូកវិញទេអញ្ចឹងយើងលើកហេតុផលហ្នឹងក៏វាមួយយ៉ាងដែរលើកហេតុផលតាយ៉ាវលើកហេតុផលសមត្ថភាពបារាំងក៏វាខ្លាំងដែរបើយើងនិយាយពីកីឡាករនីមួយវាខ្លាំងជាងអេស្ប៉ាញវាមានកីឡាករវ័យម្នាក់ពីរនាក់ទេមែនទេវាអាចយ៉ាម៉ាល់ជាមួយនឹងអឹមបាប៉េវាទូទាត់គ្នាតែថាយ៉ាម៉ាល់ខ្លាំងជាងអឹមបាប៉េទៅចុះប៉ុន្តែដល់អូលីសេគេថាអូលីសេកីឡាករអ៊ែកម៉ង់ដេបាទអ៊ែកម៉ង់ដេហ្នឹងខ្ញុំនិយាយឈ្មោះបារាំងហ្នឹងណាឈ្មោះគេពិតប្រកបមកខ្មែរយើងគេអត់អានអញ្ចឹងនេះអាន Hernandez គាត់ខ្សែការពារបំរុងឯងប្រហែលជាគាត់មានរបួសឯងទៅគាត់ខ្លាំងណាស់ដូចជា Ravio ណាដែលយើងហៅថា Ravio អីហ្នឹងដូចជា Bakalo បាទនេះអាហ្នឹងគឺកីឡាករមួយបារាំងបើយើងមើលទៅកីឡាករមួយវាមានអ្នកខ្លាំងច្រើនអេស្ប៉ាញវាលេចធ្លោប្រហែលជាម្នាក់ពីរនាក់ណាអញ្ចឹងបើយើងនិយាយពីសមត្ថភាពខ្ញុំថាស័ក្តិសមបើបារាំងឈ្នះគឺស័ក្តិសមបើយើងខ្ញុំនិយាយចេះបើនិយាយពីសមត្ថភាពបារាំងឈ្នះគឺស័ក្តិសមប៉ុន្តែបើនិយាយពីបើសិនអេស្ប៉ាញឈ្នះវាជាសំណាងបងប្អូនត្រូវទទួលស្គាល់កាត់ណាទទួលស្គាល់ឥឡូវយើងមើលគ្រាប់បាល់ក្នុងកំណងលេងក្នុងអំឡុងពេលលេងតាំងពីប្រកួតរហូតវគ្គចែកពូលរហូតមកបារាំងណាមិនដែលថែម9អត់ដែលថែម15នាទីទេស៊ីផ្ដាច់ប៉ាត់ទាំងអស់អត់ដែលឈឺក្បាលទេបាទហើយអត់ដែលមានអ្នកណាមកធ្វើឲ្យបារាំងឈឺក្បាលទេស៊ីហើយធូររលុងទៅដល់ផ្លុំបច្ច័យចូលចប់អេស្ប៉ាញណាបុកពោះអ្នកគ្រប់គ្រងអេស្ប៉ាញគឺបងប្អូនខ្ញុំសួរតើអ្នកគ្រប់គ្រងបារាំងមានតែតបៅគោក្បាលលេងចាប់តាំងពីវគ្គចែកពូលមកវគ្គចែកពូល16ក្រុមចុងក្រោយ8ក្រុមចុងក្រោយមកបងប្អូនមានដៃឃើញបារាំងលេងឲ្យធ្វើខ្ញុំនិយាយសម្រាប់អ្នកគ្រប់គ្រងបារាំងដៃឃើញបារាំងធ្វើយើងឈឺក្បាលអត់ទេផ្លុំបច្ច័យចូលចប់ហើយមានគ្រាប់បាល់ម៉ាំងគឺម៉ាំងអត់ទេប៉ុន្តែបើអេស្ប៉ាញបុកពោះបងប្អូនអេស្ប៉ាញជួនកាលគេនាំមុខ2គ្រាប់អីហើយនៅសល់5នាទីទៀតហ្នឹងយើងបលឹងចុងសក់បាត់អីហ្នឹងមែនទេ3នាទី4នាទីចុងក្រោយបានថែមតាមតាន់ហើយយកមកវិញបាទបាទខ្ញុំនិយាយមើលខ្ញុំថាអញ្ចឹងខ្ញុំជាមើលឃើញជាក់ស្ដែងណាបើនិយាយអំពីសមត្ថភាពបារាំងគូតែឈ្នះហើយមែនទេអត់បាច់មើលប្រវត្តិសាស្ត្រថាបារាំងចាញ់អេស្ប៉ាញច្រើនដងទេប៉ុន្តែបើអេស្ប៉ាញឈ្នះខ្ញុំថាវាជាសំណាងអេស្ប៉ាញទេបាទណាព្រោះអីសំណាងជក់ខ្ញុំនិយាយសំណាងកើតនៅពេលណាកើតនៅពេលដែលមនុស្សដែលមានសមត្ថភាពស្មើគ្នានឹងប្រហាក់ប្រហែលគ្នាស្មើគ្នានឹងប្រហាក់ប្រហែលគ្នាបាទទេវាមិនអាចកើតមានចំពោះក្រុមដែលមានសមត្ថភាពខុសគ្នាដូចថាខ្មែរទៅទាត់ជាមួយអេស្ប៉ាញមិនអាចមានសំណាងបានឡើយបាទសុភាពឈូកបាទអឹមបាប៉េសុស្ដីរិនដាត់កឹមបាទនៅស្រុកខ្មែរអត់មានទូរទស្សន៍មានទូរទស្សន៍ផ្សាយផ្ទាល់ស្រុកខ្មែរស្រុកបារាំងមានទូរទស្សន៍មួយផ្សាយណែប៉ុស្តិ៍លេខ6ប៉ុស្តិ៍លេខ6នោះផ្សាយផ្ទាល់ខ្ញុំមិត្តភក្តិខ្ញុំនៅអាមេរិកពេលដែលកាលបារាំងទាត់ជាមួយម៉ារ៉ុកគាត់ដឹងតែខ្ញុំគ្រប់គ្រងបារាំងហើយគាត់មើលពីអាមេរិកមកគាត់ទូរស័ព្ទមកខ្ញុំហើយខ្ញុំឲ្យគាត់ហ្នឹងសន្ទនាជាមួយគាត់ណាគាត់ធ្លាប់លេងបាល់ជាមួយខ្ញុំតាំងនៅសាកលវិទ្យាល័យគាត់និស្សិតប្រវត្តិវិទ្យាពួកម៉ែមិត្តភក្តិជិតស្និទ្ធនៅអាមេរិក
ដល់ទៅពេលអញ្ចឹងទៅគាត់ថាអូគាត់នៅអាមេរិកខ្ញុំនៅបារាំងគាត់ថាអូខ្ញុំដាក់កាមេរ៉ាមើលថាចុះតារាឯងទៅដល់តំណឹងឡើយទេបាល់ទាត់អាគេទៅដល់ណាណីហើយខ្ញុំចេះតែជឿគាត់ដែរចន្លាឡាំដល់តាមការពិតខ្ញុំលឿនជាងហើយបារាំងមានរាយការណ៍ពិសេស2នាក់នៅគ្រប់ start រាយការណ៍ផ្ទាល់ហ្មងរាយការណ៍នៅកន្លែង start លេងនៅណាបារាំងគេមានកាមេរ៉ាគេទៅចាប់ផ្ទាល់ហ្មងដល់ទៅពេលអញ្ចឹងទៅបារាំងដាក់មករុកមកគ្រាប់ម៉ាំងហើយដូចប្រហែល3គ្រាប់ហ្នឹងកណាដូចដាក់មកគ្រាប់ម៉ាំងហើយខ្ញុំផ្ទះដៃខ្ញុំថាអូចូលហើយខ្ញុំថាចូលល្មះហើយមើលច្រឡំទេបើបាល់វាទៅដល់ត្រឹមនេះឡើយខ្ញុំថាចូលមកគ្រាប់បាត់ហើយឥឡូវនេះដើរយឺតទេនៅអាមេរិកទូរទស្សន៍នៅអាមេរិកសរសៃដោយទូរទស្សន៍តែដឹងទូរទស្សន៍នៅអាមេរិកដើរយឺតជាងទូរទស្សន៍ខ្ញុំនៅបារាំងណា20វិនាទីខ្ញុំវាស់20វិនាទី15ទៅ20វិនាទីឯនេះផ្លុំកញ្ចែទៅចប់ហើយនោះអត់ទាន់ស្រាប់តែមើលទៅខ្ញុំថាបើមិនជឿទេចាំមើលឥឡូវប្រហែលណាអូចូលមែនណាមិនដឹងថាអូទូរទស្សន៍នៅអាមេរិកណាដើរយឺតជាងទូរទស្សន៍នៅបារាំងទេមើលខាត់នេះគេថាចុះមិនចឹងនៅអាមេរិកសោះឯងនៅរហូតដល់បារាំងនេះក៏លឿនជាងវាអត់អាស្រ័យទៅលើនៅចិត្តនៅឆ្ងាយទេអាស្រ័យលើប្រព័ន្ធបច្ចេកវិទ្យាបារាំងវាខ្លាំងហើយវាយកមកផ្ទាល់មែនទេផ្កាយរណបប្រព័ន្ធបច្ចេកវិទ្យាបារាំងហើយនៅអាមេរិកវាអាស្រ័យតែជាមានទៅលើទឹកលុយមានក្រុមហ៊ុនខ្លះទូរទស្សន៍ខ្លះវាលឿនទូរទស្សន៍ខ្លះវាខ្សោយច្រើនអញ្ចឹងទៅអញ្ចឹងអត់មានទេតែខ្ញុំចែករំលែកទេថានៅស្រុកបារាំងនេះមានបងប្អូននេះក៏ធ្លាប់សួរថាលោកគ្រូនៅស្រុកបារាំងមានការផ្សាយផ្ទាល់តាម Telegram Facebook តែអត់ទេខ្ញុំមើលតែរូបទូចៗអញ្ចឹងមែនទេគឺមើលផ្ទាល់នេះទូរទស្សន៍អេក្រង់ហើយអត់មានពាណិជ្ជកម្មអីទេពាណិជ្ជកម្មមានគឺនៅពេលវគ្គសម្រាប់តែវគ្គសម្រាប់អត់មានកាត់ទេណាវគ្គសម្រាប់ហ្នឹងវគ្គសម្រាប់15នាទីអញ្ចឹងព្រីចំណិតដោយសារតែមើលទៅខ្ញុំមើលខមមិនរបស់បងប្អូន2 3នាក់ទៀតបាទចិន្តាខឹមសិតគ្នាយើងហើយហ្នឹងណាបាទបារាំងហើយចន្លាឡាំសួស្ដីសាមឌីធោវិរៈបរោះសូនតារាតិនធីលោកអាលិចជនជាតិអេស្ប៉ាញស្រឡាញ់ព្រៃឈើបាទគាត់អាហ្នឹងវែងតិចខ្ញុំអានលេខដាច់ភ្នែកមកពីភ្នែកទេបាទឯកឧត្តមសៀងផ្អាប់ Fox Sport បាទ Fox Sport ណាបងប្អូនណាបើមិនជឿយប់នេះខលមកខ្ញុំទីបារាំងកំពុងតលេងខលមកខ្ញុំមកពីអាមេរិកណាខ្ញុំលើកទូបារាំងលឿនជាងខ្ញុំពិសោធន៍មិត្តភក្តិខ្ញុំនៅអាមេរិកណាគេខលមកគេជុំគ្នា3 4នាក់គេជុំគ្នា3 4នាក់មើលបាល់ទៅគេដឹងថាខ្ញុំគ្រប់គ្រងបារាំងទៅគេចឹងទៅមើលគេមើលនៅអាមេរិកទៅខ្ញុំមើលនៅបារាំងទៅកាន់ទូរស័ព្ទរៀងខ្លួននិយាយទៅអស់ត្បទៅណាអាហ្នឹងគឺទូរទស្សន៍នៅបារាំងលឿនជាងទូរទស្សន៍នៅបារាំងលឿនជាងនៅអាមេរិកបាទម៉ោងស្រៀនស៊ុយបាទហើយលឿនជាងខ្មែរកន្លះវិនាទីណានេះទូរទស្សន៍នៅបារាំងណាបើយោងតាមខ្ញុំមើលជាមួយមិត្តភក្តិខ្ញុំថ្ងៃមុនបារាំងលេងជាមួយម៉ារ៉ុកណាលឿនជាង15វិនាទី15ទៅ20វិនាទីខ្ញុំថា15ទៅកុំឲ្យដល់20ហើយខ្ញុំតេស្តមើលខ្ញុំមើល Telegram ខ្ញុំតេស្តពោះទូ Telegram ខ្ញុំអាចមើលជាប់ដៃណាលឿនជាងណា Telegram ការផ្សាយផ្ទាល់នៅស្រុកខ្មែរណាកន្លះនាទីលើសពីចង់និយាយថាពី30វិនាទីទៅ40វិនាទីមានតែជិត1នាទីមានន័យថាខ្ញុំមានចូលយូរហើយគេបោះបាល់គេអីណាយូរហើយនោះនៅត្រឹមនឹងឡើយទេខ្ញុំរាប់នាទីមើលអានាទីវាលោតហ្នឹងណាមើលអានាទីវាលោតហ្នឹងមកដឹងថាអូយឺតជាង30ទៅ35នាទីបាល់នៅណែប្រទេសកម្ពុជាយឺតជាងបារាំងកន្លះនាទីនេះមាននេះចូលហូរផ្ទះដៃមនុស្សដេកចំមុកបាត់ហើយបាទឯនោះចូលប្លុកទេព្រៃចំណិត share ប្រូនេះទៅកាន់ព្រៃចំណិតដទៃទៀតទូរទស្សន៍សូនតារាហ៊ុនកុសលស្រាច់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ថ្ងៃនេះអត់មានអីទេដោយសារតែទុកកម្លាំងឲ្យបងប្អូនយើងតាមដានបាល់ទាត់ចុះហើយខ្ញុំក៏មិនមានអីច្រើនដែរនីតិកីឡាកំសាន្តនេះវាជាទូរទស្សន៍របស់សូនតារាជួនកាលមាននីតិកីឡានីតិសិល្បៈនីតិសុខភាពព្រោះវាខ្ញុំមិនមែនជាអ្នកអាជីពបញ្ចេញនយោបាយអ្នកនយោបាយទេគឺជាអ្នកស្រាច់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ជានយោបាយទស្សនវិជ្ជាអញ្ចឹងខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះរ៉ៃប៉ែងស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាសំណាងអូរីអនស្រាច់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី